เ
ចុចវាHello. Som anu mô tani
อนุโมทนีบนอนุโมทนีสดับประทัวโสมอนุโมทนีนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះករុណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យគុណកែវទាំង3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពសក្ការៈដ៏ពងពោះសូមជម្រាបញោមញាតិប្រុសស្រីភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមករួមជ្រះថ្លាត្រេកអរអនុមោទនារួមរំលែកសេចក្តីទុក្ខចូលរួមកាន់ទុក្ខនៅក្នុងពិធីបុណ្យខួបគម្រប់7ថ្ងៃនិង100ថ្ងៃដើម្បីឧទ្ទិសកុសលផលបុណ្យកុសលផលទានជូនសពឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត B.R. Richner ដែលបានធ្វើកាលកិរិយាអំពីលោកនេះទៅកាន់បរលោកខាងនេះញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតហើយនឹងបុគ្គលិកមន្ទីរពេទ្យគុណធបុប្ផានៅរាជធានីភ្នំពេញមន្ទីរពេទ្យគុណធបុប្ផានៅខេត្តសៀមរាបហើយនឹងពុទ្ធបរិស័ទជាច្រើនកន្លែងទៀតពុទ្ធបរិស័ទទូទាំងប្រជាណាចក្រកម្ពុជាមានសេចក្តីទុក្ខក្រៀមក្រំដោយសារបាត់បង់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត B.R. Richner ដែលជាខ្មែរយើងតែងហៅថាគ្រូពេទ្យទេវតាកុមារកម្ពុជាដែលបានជួយស្រោចស្រង់កុមារកម្ពុជាជាច្រើនរូបឲ្យបានរួចផុតពីគ្រោះមរណៈឲ្យបានមានសុខភាពល្អមានអនាគតល្អក្នុងមួយជីវិតរបស់លោកសាស្ត្រាចារ្យបានបូជាបានលះបង់ជូនទៅដល់កុមារកម្ពុជាដែលជាពន្លកជាទំពាំងស្នងរស័យរបស់ប្រទេសកម្ពុជាយើងតាំងពីលោកវេជ្ជបណ្ឌិតបញ្ចប់ការសិក្សារហូតដល់ថ្ងៃដែលត្រូវរលត់សង្ខារទៅវិញក្នុងមួយជីវិតហ្នឹងគឺបានបូជាបានពលីជូនកុមារកម្ពុជាឥឡូវនេះលោកបានចាកឋានទៅហើយយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរមិនដឹងជាបានអ្វីតបស្នងសងគុណលោកជាឧបការៈដើម្បីឲ្យសមទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់លោកទោះបីលោកមិនមានឈាមជ័រជាខ្មែរណាកើតនៅក្នុងប្រទេសជឿនលឿនក្នុងត្រកូលអភិជនមិនដែលបានជួបមិនដែលបានឃើញទុក្ខលំបាកភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់លោកប៉ុន្តែពេលដែលបានមកឃើញសេចក្តីទុក្ខលំបាកភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងដែលជួបប្រទះនឹងសង្គ្រាមស៊ីវិលជួបប្រទះនឹងភាពក្រីក្រលោកក៏មានដួងចិត្តករុណាដួងចិត្តមេត្តាជួយសង្គ្រោះកុមារកម្ពុជាដោយស្មោះដោយអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតមួយជីវិតរបស់លោកយើងជាប្រជាពលរដ្ឋខ្មែរពិតជាមានមោទនៈពិតជាមានភាពរីករាយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់វីរភាពទៅដល់ការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិតឥឡូវលោកបានលាចាកលោកនេះទៅហើយបានចាកឋានទៅហើយយើងទាំងអស់គ្នាមានតែការសម្ដែងនៅសមានចិត្តចូលរួមរំលែកសេចក្តីទុក្ខជាមួយនឹងក្រុមគ្រួសាររបស់លោកជាមួយនឹងប្រជាពលរដ្ឋប្រទេសរបស់លោកសម្ដែងនៅទឹកចិត្តកតញ្ញូកតវេទីសម្ដែងនៅការដឹងគុណហើយក៏បានរៀបចំពិធីកម្មផ្សេងទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងផងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងបានជួបជុំគ្នាប្រារព្ធពិធីនមស្ការចំពោះគុណព្រះរតនត្រ័យសមាទានសិល
និមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រនៅព្រះពុទ្ធមន្តបាំងស្គលនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាដើម្បីជាការឧទ្ទិសកុសលផលបុណ្យកុសលផលទានជូនទៅដល់លោកវេជ្ជបណ្ឌិតសូមលោកវេជ្ជបណ្ឌិត B.R. Richner បានទទួលដឹងដំណឹងបុណ្យកុសលនេះហើយសូមជ្រះថ្លាត្រេកអរអនុមោទនាទទួលយកកុសលផលទានកុសលផលបុណ្យដែលប្រជាពលរដ្ឋខ្មែរបុគ្គលិកសហការីមន្ទីរពេទ្យគុណធបុប្ផាទាំងអស់បានប្រារព្ធធ្វើឧទ្ទិសជូនលោកតាំងពីថ្ងៃដែលលោកបានចាកឋានទៅរហូតមកទល់ថ្ងៃនេះកាលណាបើលោកបានទទួលអនុមោទនាបុណ្យកុសលទទួលយកនៅសមានចិត្តទទួលយកនៅទឹកចិត្តកតញ្ញូកតវេទីរបស់ប្រជាពលរដ្ឋខ្មែរហើយសូមឲ្យលោកបានទៅកាន់សុគតិភពបានសោយសុខសោយស្ងប់នៅក្នុងសុគតិភពសោយនៅសម្បត្តិទឹកទាំងឡាយជាភយោភាពតរៀងទៅក្នុងបរិយាកាសនេះខ្ញុំបកណាអាត្មាភាពបានឱកាសពេលវេលាសម្ដែងព្រះធម៌ចែកជូនពុទ្ធបរិស័ទញោមញាតិប្រុសស្រីអាយឧត្តមលោកជំទាវភ្ញៀវកតញ្ញូទាំងអស់ដែលបានអញ្ជើញមករួមជ្រះថ្លាត្រេកអរអនុមោទនារួមកាន់ទុកលោកវេជ្ជបណ្ឌិតសពលោកវេជ្ជបណ្ឌិតដែលបានលាចាកលោកនេះទៅនៅក្នុងថ្ងៃ5កើតខែភទ្របទឆ្នាំចសំរិទ្ធិស័កពុទ្ធសករាជ2562ថ្ងៃនេះត្រូវនឹងថ្ងៃសុក្រទី14ខែកញ្ញាឆ្នាំ2018ពិធីបុណ្យរបស់យើងគឺប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផានៃមន្ទីរពេទ្យគន្ធបុប្ផាផ្លូវ47សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញចម្រើនពរហើយលោកអ្នកម្ចាស់ផ្ដើមបុណ្យគឺមានមូលនិធិគន្ធបុប្ផាវេជ្ជបណ្ឌិត B.R. Richner មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញមន្ទីរពេទ្យជ័យវរ្ម័នទី7សៀមរាបណាសូមអនុមោទនាអនុមោទនាបុណ្យនេះគឺជាសេចក្តីខាងដើមមុននឹងចាប់ផ្ដើមលើកយកនៅព្រះធម៌សម្ដែងជូនលោកគ្រូអ្នកគ្រូលោកគ្រូពេទ្យណាទាំងអស់គ្នាដែលជាបុគ្គលិកសហការីមន្ទីរផាគ្រប់សាខាទាំងអស់ដែលបានមានសេចក្តីទុក្ខក្រៀមក្រំបាត់បង់នៅស្ថាបនិកដ៏កំពូលដែលបានលះបង់ក្នុងមួយជីវិតដើម្បីកុមារកម្ពុជាយើងព្រះសម្មាសម្ពុទ្ធព្រះអង្គកើតនៅក្នុងត្រកូលអភិជននៅក្នុងត្រកូលក្នុងពេលដែលព្រះអង្គធំដឹងក្តីឡើងនោះមិនដែលបានឃើញសេចក្តីទុក្ខលំបាកមិនដែលបានឃើញភាពក្រីក្ររបស់ប្រជាពលរដ្ឋទេដោយថាកើតនៅក្នុងប្រទេសជឿនលឿននៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិមានកិត្តិយសមានកេរ្តិ៍ឈ្មោះអញ្ចឹងព្រះអង្គអត់បានដឹងព័ត៌មានអត់បានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមជនបទជាដែលនៅតាមស្រុកស្រែចម្ការឬថានៅតាមប្រទេសក្រីក្រទេតាមគម្ពីរពុទ្ធប្រវត្តិថាពេលដែលព្រះអង្គប្រសូតព្រះបិតាគឺព្រះបាទសិរីសុទ្ធោទនៈនឹងបានអញ្ជើញនៅពពួកព្រាហ្មណ៍មកទស្សទាយលក្ខណៈរបស់ព្រះអង្គហើយពួកព្រាហ្មណ៍ទាំងអស់នឹងបានលើកម្រាមដៃពីរជាបបនិមិត្តធ្វើការទស្សទាយថាព្រះកុមារនេះនៅពេលដែលព្រះអង្គធំវ័យវឌ្ឍនាការឡើងមានដំណើរពីរប្រសិនបើព្រះអង្គនៅគ្រប់គ្រងសោយរាជជាស្ដេចព្រះអង្គនឹងបានជាស្ដេចធំជាស្ដេចចក្រពត្តិសោយរាជត្រួតត្រានៅលើពិភពលោកទាំងមូលមួយទៀតប្រសិនបើព្រះអង្គសម្រេចប្រតិចេញទៅបួសព្រះអង្គនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គហើយព្រះមេត្តាព្រះបិតារបស់ព្រះអង្គព្រះញាតិវង្សានុវង្សរបស់ព្រះអង្គមិនចង់ឲ្យ
ព្រះបរមពោធិសត្វចេញទៅសាងព្រះភ្នោះទេពីព្រោះព្រះអង្គគឺជារាជទាយាទជាបុត្រដំបូងព្រះរាជាតាំងពីរៀបអភិសេកមកជាច្រើនឆ្នាំមិនដែលមានបុត្រទេការប្រសូតបុត្របានព្រះអង្គហ្នឹងគឺជាបុត្រដំបូងជាបុត្រច្បងអញ្ចឹងត្រូវទទួលស្នងរាជបន្តពីព្រះរាជបិតាបានសួរទៅដល់ពួកព្រាហ្មណ៍ប៉ុន្តែក្នុងចំណោមព្រាហ្មណ៍ទាំង8នាក់ហ្នឹងមានម្នាក់ក្មេងជាងគេក្មេងនោះមិនមែនក្មេងកុមារអាយុ6 7ឆ្នាំទេគ្រាន់តែថាក្នុងចំណោមព្រាហ្មណ៍ទាំងអស់អាយុ60 70គាត់នឹងនៅក្មេងជាងគេអាយុ18ឬក៏20ឆ្នាំអីប៉ុណ្ណឹងគាត់បានលើកតែម្រាមដៃមួយទេគាត់ថានៅក្នុងគម្ពីរវេទបានធ្វើការទុះទាយបានចរិតមកថាមនុស្សដែលមានលក្ខណៈបែបនេះមានកតិពីរអញ្ចឹងហើយប៉ុន្តែបើតាមខ្ញុំពិនិត្យសង្កេតមើលព្រះកុមារនេះព្រះអង្គមិននៅគ្រប់គ្រងសោយរាជជាស្ដេចព្រះអង្គមិននៅជាក្រហមទេថ្ងៃណាមួយព្រះអង្គនឹងចេញទៅសាងព្រះភ្នោះហើយព្រះអង្គទៀងតែនឹងបានត្រាស់ជាព្រះពុទ្ធព្រាហ្មណ៍នឹងឈ្មោះអញ្ញាកោណ្ឌញ្ញព្រាហ្មណ៍នឹងព្រះបិតារបស់ព្រះអង្គចាប់យកសម្ដីព្រាហ្មណ៍ក្មេងជាងគេដែលទាយច្បាស់លាស់ជាងសាកសួរថាតើកូនរបស់យើងចេញទៅបួសដោយសារហេតុអ្វីមូលហេតុអ្វីដែលបណ្ដាលឲ្យកូនយើងនឹងចេញទៅបួសនឹងបិតានឹងសួរបានព្រាហ្មណ៍នឹងក៏បានទូលថ្វាយព្រះរាជាថាព្រះអាយបុត្រចេញទៅបួសយ៉ាងទេវទូត4យ៉ាងទី1គឺឃើញមនុស្សចាស់ទី2ឃើញមនុស្សឈឺទី3ឃើញមនុស្សស្លាប់ទី4ឃើញភេទអ្នកបួសឃើញហេតុការ4ប្រភេទនេះធ្វើឲ្យព្រះរាជបុត្រសម្រេចព្រះហឫទ័យចេញដល់ពេលបានទទួលព័ត៌មានអញ្ចឹងព្រះបិតាព្រះញាតិវង្សានុវង្សរៀបចំចាត់ចែងការពារព្រះបរមពោធិសត្វមុនពេលដែលព្រះអង្គបានត្រាស់ជាព្រះពុទ្ធគេមិនហៅព្រះអង្គថាជាព្រះពុទ្ធទេហៅថាជាព្រះបរមពោធិសត្វឬព្រះពោធិសត្វបានន័យថាបុគ្គលដែលកសាងបារមីដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធហាមឃាត់មិនឲ្យមនុស្សទាំង4ប្រភេទហ្នឹងមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ហើយនឹងអ្នកបួសហ្នឹងចូលមកក្នុងរង្វង់ចក្ខុរបស់ព្រះរាជបុត្រទេអ្នកបម្រើស្រីស្នំមេនុំមេនាងអីសិតតែក្មេងៗទាំងអស់សម្រិតសម្រាំងក្នុងព្រះនគរហ្នឹងអ្នកណារូបរាងមិនស្អាតមិនល្អក៏មិនបានចូលមកបម្រើព្រះអង្គម្ចាស់ដែរមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់អ្នកបួសគឺបិទព័ត៌មានហ្នឹងមិនឲ្យព្រះរាជបុត្រហ្នឹងបានទទួលទេមិនដឹងថាតើពជារាជនៅខាងក្រៅកំផែងវាំងនៅខាងក្រៅកំពែងព្រះបរមរាជវាំងដ៏ស្ដុកស្ដំហ្នឹងមានសុខទុក្ខយ៉ាងណាទេដូចយើងកើតនៅក្នុងតកូលអភិជននៅប្រទេសជឿនលឿនអញ្ចឹងណាព្រោះមិនដឹងថាគេស្ទូងស្រូវយ៉ាងម៉េចគេដកសំណាបយ៉ាងម៉េចគេភ្ជួរស្រែយ៉ាងម៉េចគេធ្វើម៉េចដើម្បីឲ្យបានคลายមកជាអង្គម៉ាការ៉ុងមកបាវដែលដឹកយកទៅនេះ made in Cambodia នេះមិនដឹងថា Cambodia នឹងធ្វើអង្គនឹងយ៉ាងម៉េចវាឃើញតែអង្គផ្កាខ្ញីអង្គផ្កាម៉ាលិសអង្គផ្ការំដួលទៅទាំងបេទាំងករងរលូនសល្អអញ្ចឹងដាំទៅឈ្ងុយប៉ុន្តែមិនដឹងថាខ្មែរយើងនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យបានអង្គហ្នឹងវាអត់ដឹងណាក៏មិនដឹងថាយកគ្រាប់ពូជនឹងទៅត្រាំនៅក្នុងទឹកត្រាំវាដុះចេញជាប្រឡោកមកហើយបានយកទៅសាបត្រូវធ្វើថ្នាលវាត្រូវធ្វើស្រែយ៉ាងម៉េចភ្ជួររាស់ដកស្ទូងច្រូតកាត់យ៉ាងម៉េចយកមកកិនមកបុកមកអុំមកស្ទៃ
តម្រាំតែបានចេញទៅជាអង្គវាអត់ដឹងព្រះអង្គក៏ដូចគ្នាចឹងដែរព្រះអង្គប្រសូតឡើងធំដឹងក្តីឡើងឃើញតែមនុស្សស្អាតមនុស្សល្អហើយសម័យនោះវាមានវិទ្យុមានទូរទស្សន៍មានអ៊ីនធឺណិតមានប្រព័ន្ធ social media ដូចយើងឯណាមានអ៊ីនធឺណិតមាន Facebook ឯណាដើម្បីនឹងឆែកមើលនៅក្នុងវាំងនោះអត់មានទេហើយយើងឥឡូវបងប្អូនក្មួយមិនចាំបាច់ដើរចេញទៅណាទេមិនមែនដូចសម័យលោកយាយលោកតាទៅសេសបុតទេណាឥឡូវគេនៅតែក្នុងបន្ទប់គេឆាតតាក់តងគ្នាយ៉ាងស្ងាត់ស្ងៀមយើងអត់ទាំងដឹងផងម៉ែឪនោះសម័យបុរាណណាព្រោះសម័យកាលពីជាង2500ឆ្នាំមុនសូក្រាតកើតទៀតមុនគ្រិស្តសករាជនៅសម័យបុរេប្រវត្តិប៉ុន្តែដោយសារឧបនិស្ស័យព្រះអង្គកសាងសន្សំមកជាច្រើនជាតិមកហើយបារមីនឹងតម្រូវថាត្រូវតែព្រះអង្គបានចេញទៅបួសហើយជាតិនឹងគឺជាជាតិចុងក្រោយបារមីដែលព្រះអង្គកសាងសន្សំមកវាត្រូវតែបានអញ្ចឹងណាបើឧបនិស្ស័យនឹងរៀបចំមកវាត្រូវតែបានអញ្ចឹងដល់ពេលវេលាហើយទោះបីថាមានការរៀបរៀងឃាំងយ៉ាងណាក៏មិនអាចបិទបាំងព័ត៌មាននឹងបានដែរដោយថាទារកដែលវាត្រូវកើតដល់ខែដល់ថ្ងៃដល់ម៉ោងដល់ពេលហើយទោះបីឆ្មបមិនមកក៏វាត្រូវតែកើតត្រូវទៅប្រសូតដែរផ្លែឈើដែលវាដល់ខែដល់ពេលវាត្រូវទុំហើយវាទុំហ่ะវាមិនចាំបាច់រងចាំយើងទេអានេះជាធម្មជាតិណាកន្លែងហ្នឹងប្រហែលជាខាងវិទ្យាសាស្ត្រពិបាកដែរតើយើងសិក្សាខាងផ្នែកពុទ្ធសាសនាធម្មជាតិកម្មណាធម្មជាតិកម្មជាកម្មនិយមជាធម្មនិយមដោយថាយើងកើតឡើងកើតហើយត្រូវចាស់ឈឺស្លាប់អញ្ចឹងអត់មានអ្នកណាចង់បានទេប៉ុន្តែវាដល់ពេលមួយដែលដល់ពេលដែលត្រូវចាស់ត្រូវវិលត្រឡប់ទៅវិញដោយលោកវិជ្ជបណ្ឌិត B.R. Richner អញ្ចឹងគាត់មានបានកំណត់ពេលវេលាណាមានបានកំណត់ថាឥឡូវដល់ខែនឹងថ្ងៃនឹងឆ្នាំនឹងម៉ោងនឹងខ្ញុំលាអ្នកទាំងអស់គ្នាទៅវិញហើយមានបានកំណត់អញ្ចឹងឯណាប៉ុន្តែច្បាប់ធម្មជាតិគឺចាប់បង្ខំតម្រូវឲ្យមនុស្សនឹងទទួលយកដោយខានពុំបានមិនចេះស៊ីសំណោកទេមិនចេះស៊ីសំណោកមិនមានខ្លាចអំណាចអាជ្ញាព្រះរាជាអ្នកមានបណ្ដាស័ក្តិមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏មច្ចុរាជនឹងមិនកោតខ្លាចមិនកោតញញើតដែរព្រះអង្គបានតតឃើញទី1នោះគឺមនុស្សចាស់បានឃើញមនុស្សចាស់នៅក្នុងព្រះរាជឧទ្យានរបស់ព្រះអង្គយាងទៅក្រសាលឧទ្យានជាមួយនឹងនាយសារថីបរាជរថជូនដំណើរព្រះអង្គទៅអត់ស្គាល់មនុស្សចាស់ញាតិញោមដូចយើងទៅបែកពីសម័យលោកពោតក្មេងធំសម័យលោកពោតអត់ដែលឃើញព្រះសង្ឃឃើញព្រះសង្ឃកោសក់ស្លៀកស្បង់ក្រងជ័យវរសួរពុកម្ដាយមនុស្សអីធំស្លៀកពាក់សគីសគូធំខុសគេខុសឯងអញ្ចឹងអត់ដែលឃើញលោកក្មេងសម័យប៉ុលពតធំដឹងក្តីអត់ដែលឃើញព្រះអង្គអាត្មាជឿអញ្ចឹងជឿថាបើមិនដែលឃើញគឺមិនស្គាល់ដោយប្រទេសខ្លះអត់មានពុទ្ធសាសនាអត់មានព្រះសង្ឃពេលឃើញព្រះសង្ឃយើងនិមន្តទៅគឺចម្លែកនាំគ្នាឈរមើលមនុស្សអីខុសគេកោសក់កោចិញ្ចើមស្លៀកសម្លៀកបំពាក់ធំសខីសខូខុសគេអញ្ចឹងនឹងព្រះអង្គក៏ដូចគ្នាដែរបានឃើញមនុស្សចាស់មិនស្គាល់ថាជាមនុស្សចាស់ទេបាននាយសារថីនឹងពន្យល់ប្រាប់ថាព្រះអង្គនេះគឺមនុស្សចាស់មនុស្សយើងកើតមកត្រូវតែចាស់អញ្ចឹងកិច្ចមិនផុតទេទាំងទូលបង្គំទាំងព្រះអង្គទាំងមនុស្សទាំងអស់បរិសុទ្ធស្ត្រីនៅលើពិភពផែនដីនេះកើតមកហើយត្រូវតែដល់វ័យចាស់អញ្ចឹងដូចគ្នាបើមិនចង់ឲ្យចាស់អញ្ចឹងតើស្លាប់ពីក្មេងតើព្រមស្លាប់ពីក្មេងអានឹងអត់ចាំបាច់ចាស់ទេតែបើយើងមិនស្លាប់ពីក្មេងគឺវាត្រូវដល់ពេលចាស់អញ្ចឹងហើយ
ហើយក្រោយមកទៀតបានឃើញមនុស្សឈឺឃើញមនុស្សស្លាប់ដោយសារព្រះអង្គមានឧបនិស្ស័យធ្លាប់សន្សំមកប្រាជ្ញាហ្នឹងក៏បានភ្លឺថ្លានៅក្នុងចិត្តវិញ្ញាណរបស់ព្រះអង្គនាយសារថីនឹងជួយពន្យល់បំភ្លឺព្រះអង្គទៅគោះក៏ឧបនិស្ស័យដែលជាប់នៅក្នុងដួងចិត្តធ្លាប់អប់រំធ្លាប់សន្សំមកណាដូចទិន្នន័យដែលវាមាននៅក្នុងកម្មវិធីអញ្ចឹងដល់ទៅពេលយើងដាក់ដោត flash ដាក់ USB ទៅវាស្គាល់គ្នាហ្មងព្រោះវាស្គាល់គ្នាណាមានឧបនិស្ស័យស្ដាប់នាយសារថីនឹងពន្យល់អំពីច្បាប់ធម្មជាតិអំពីអនិច្ចំអំពីទុក្ខំអំពីអនត្តាទៅព្រះអង្គឆាប់ទទួលយកបានដោយសារវាមានពូជប្រាជ្ញាមានទិន្នន័យនឹងនៅក្នុងចិត្តរបស់ព្រះអង្គឯអ្នកដែលខ្វះឧបនិស្ស័យអត់ធ្លាប់សន្សំអាការអប់រំចិត្តនឹងមកទោះបីបានស្ដាប់យ៉ាងម៉េចក៏ដោយក៏មិនអាចទទួលយកបានដែរដោយសារខ្វះឧបនិស្ស័យមិនបានទម្លាប់ការគិតពិចារណានៅក្នុងរឿងហ្នឹងក្រោយមកទៀតព្រះអង្គបានឃើញអ្នកបួសជាទេវទូតទី4បានឃើញអ្នកបួសហើយមានសេចក្តីជ្រះថ្លាគិតពិចារណាថាអាត្មាអញត្រូវតែចេញទៅបួសសម្រាប់ប្រតិទៅបួសក្នុងប្រជជន29ព្រះវស្សាព្រះអង្គចេញទៅសាងព្រះភ្នោះនឹងចេញទៅក្នុងពេលពាក់កណ្ដាលយប់ពាក់កណ្ដាលអាត្រៀតហើយលួចចេញទៅមិនឲ្យមានអ្នកណាដឹងទេក្នុងថ្ងៃដែលរាហុលប្រសូតនឹងឯងរាហុលបុត្ររបស់ព្រះអង្គណាប្រសូតថ្ងៃហ្នឹងយប់ហ្នឹងម៉ោង12យប់ព្រះអង្គចេញទៅបួសហ្មងអត់ទាំងបានប៉ះសាច់កូនអត់ទាំងបានលាកូនលាមហេសីផងទេព្រោះបើលាគេក៏គេមិនឲ្យទៅដែរព្រោះព្រះអង្គជាមនុស្សសំខាន់នៅក្នុងព្រះនគរហ្នឹងគេខាត់ខាំងចេញមកយំអោបដៃអោបជើងហ្នឹងចេញទៅបួសមិនកើតទេអញ្ចឹងក៏ចេញទៅក្នុងពាក់កណ្ដាលយប់ហ្នឹងបានទៅបួសបំពេញទុក្ករកិរិយារយៈពេល6ឆ្នាំរហូតដល់ព្រះអង្គព្រះជន្ម35ឆ្នាំទើបព្រះអង្គបានត្រាស់ជាព្រះពុទ្ធចេញទៅសាងព្រះភ្នោះព្រឹក29ធ្វើទុក្ករកិរិយាហ្នឹង6ឆ្នាំព្រះអង្គមានបញ្ជួន35ហើយព្រះអង្គក៏បានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គនៅក្នុងលោកនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ជាព្រះពុទ្ធព្រះអង្គបានព្យាយាមសម្ដែងព្រះធម៌ប្រោសសត្វបំពេញនៅព្រះពុទ្ធកិច្ច5យ៉ាងកិច្ចការរបស់ព្រះពុទ្ធកាលវិភាគរបស់ព្រះអង្គដែលត្រូវជួយស្រោចស្រង់សត្វលោកហ្នឹងមាន5ទី1ពេលព្រឹកព្រះពុទ្ធស្ដេចយាងទៅបិណ្ឌបាតព្រះអង្គយាងគោចរបិណ្ឌបាតប្រោសសត្វនឹងគឺជាកិច្ចការទី1របស់ព្រះអង្គព្រលឹមឡើងចេញទៅត្រង់បិណ្ឌបាតប្រោសសត្វអ្នកក្រអ្នកកំសត់អ្នកក្រីក្រយ៉ាងម៉េចក៏ដោយឲ្យតែមានឧបនិស្ស័យជាមួយព្រះអង្គមិនមែនទៅត្រង់បិណ្ឌបាតចំពោះតែអ្នកមានគ្រប់តកូលទាំងអស់គ្រប់វណ្ណៈទាំងអស់ឲ្យតែអ្នកនោះឯងមានសទ្ធាជ្រះថ្លាមានឧបនិស្ស័យព្រះអង្គជួយស្រោចស្រង់ជួយដោះពេលថ្ងៃរសៀលព្រះអង្គសម្ដែងព្រះធម៌ប្រោសសត្វអប់រំទូមានដល់សត្វលោកពេលប្រលប់ព្រះអង្គសម្ដែងព្រះធម៌ប្រោសដល់ពួកអ្នកបួសភិក្ខុនៃសាមណេរសាមណេរីសក្ខមាណាប៉ុន្តែនៅស្រុកខ្មែរយើងអត់មានភិក្ខុនៃមានតែនៅប្រទេសស្រីលង្កាភូមាហើយនឹងនៅអឺរ៉ុបសពថ្ងៃនៅមានការផុសផុលពីរឿងស្ត្រីចេញបួសណាព្រោះភិក្ខុនៃតែខ្មែរយើងមិនទាន់មានទេមានតែដូនជីខ្លះអត់កោសក់ផងលះមិនទាន់អស់ណាព្រោះចិត្តមិនទាន់ដាច់ហើយពេលពាក់កណ្ដាលអាត្រៀតព្រះអង្គគង់ឆ្លើយដោះស្រាយប្រស្នារបស់ពពួកទេវតាណាពពួកអមនុស្ស
ដែលមានចម្ងល់នៅក្នុងពុទ្ធសាសនាហ្នឹងគឺជាពេលយប់ពាក់កណ្ដាលអាត្រាតម៉ោង 12 ហ្នឹងគឺចូលទៅជួបព្រះហើយទៅថ្វាយបង្គំសាកសួរព្រះអង្គពីរឿងបញ្ហាធម៌ផ្សេងហើយពេលចិត្តភ្លឺព្រះអង្គប្រមាលមើលឧបនិស្ស័យសត្វពិចារណាមើលសម្លឹងមើលតើសត្វលោកណាដែលមានឧបនិស្ស័យព្រះអង្គអាចយាងទៅប្រោសបានដោយញាតិញោមបងប្អូនអស់លោកស្រីជ្រាបហើយព្រះសម្មាសម្ពុទ្ធថ្មីត្បិតថាព្រះអង្គជាអគ្គបុគ្គលដើម្បីសម្ដែងព្រះធម៌ប្រោសសត្វមែនប៉ុន្តែมันអាចចេះតែប្រោសបានសត្វលោកគ្រប់គ្នាទេប្រោសបានតែសត្វលោកណាដែលមានឧបនិស្ស័យនឹងចង់មានន័យថាព្រះអង្គនិយាយទៅស្ដាប់គ្នាបានបើព្រះអង្គនិយាយទៅស្ដាប់គ្នាមិនបានក៏មិនអាចទៅបខំគេយ៉ាងម៉េចដែរព្រះសម្មាសម្ពុទ្ធអត់មានទៅបខិតបខំឬក៏អអន់សុពន្ធបតីចំពោះជួនណាដែលមិនស្ដាប់ព្រះអង្គដែរគ្រាន់តែថាបុគ្គលណាដែលព្រះអង្គនិយាយទៅហើយគេស្ដាប់មិនបានគេមិនយល់ស្របទៅតាមគំនិតរបស់ព្រះអង្គសម្ដែងថាអ្នកនោះគ្មាននិស្ស័យជាមួយព្រះអង្គគ្មានឧបនិស្ស័យជាមួយព្រះអង្គទេព្រះអង្គមិនអាចជួយស្រោចស្រង់បានទេណាក៏នឹងឲ្យទាល់តែបុគ្គលនោះមាននិស្ស័យជាមួយព្រះអង្គមានធាតុត្រូវជាមួយនឹងព្រះអង្គសម្ដែងទៅគេអាចទទួលយកបានអាចស្ដាប់បាននឹងហើយដែលថាព្រះអង្គជួយស្រោចស្រង់សត្វលោកណាដែលមានឧបនិស្ស័យហ្នឹងគឺចង់មានន័យអញ្ចឹងពិចារណាមើលថាតើបុគ្គលណាមានឧបនិស្ស័យជាមួយព្រះអង្គព្រឹកព្រលឹមឡើងព្រះអង្គចេញទៅប្រោសហើយសត្វលោកខ្លះអត់មាននិស្ស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធទេតែមាននិស្ស័យជាមួយនឹងសាវករបស់ព្រះអង្គអញ្ចឹងព្រះអង្គក៏ចាត់សាវករបស់ព្រះអង្គនឹងឲ្យចេញទៅប្រោសជំនួសពីព្រោះសត្វលោកខ្លះថ្មីត្បិតតែព្រះសម្មាសម្ពុទ្ធទៅនិយាយមិនស្ដាប់គ្នានិយាយមិនត្រូវធាតុគ្នាតែបើចាត់អ្នកដតីទៅនិយាយស្ដាប់គ្នាបានវាត្រូវធាតុគ្នាមាននិស្ស័យជាមួយនឹងសាវករបស់ព្រះអង្គចាត់ឲ្យសាវកហ្នឹងទៅប្រោសជំនួសនៅក្នុងប្រទេសឥណ្ឌាសម័យពីបុរាណគេបែបទៅជា4វណ្ណៈវណ្ណៈទី1នេះគឺវណ្ណៈព្រាហ្មណ៍វណ្ណៈទី2វណ្ណៈក្សត្រណាព្រះអង្គកើតនៅក្នុងវណ្ណៈក្សត្រហ្នឹងជាខត្តយៈត្រកូលហើយវណ្ណៈទី3គឺពួកវេស្សៈហ្នឹងគឺពួកអ្នកជំនួញពួកអ្នកស្រែអ្នកចម្ការហ្នឹងគឺហៅថាវណ្ណៈវេស្សៈមួយទៀតសូត្រៈហ្នឹងគឺពួកទាសាទាស័យគេពួកទេសកលណាពួកស្លេវដូចយើងសម័យពីដើមទសវត្សរ៍ណាពីយើងកាលឆ្នាំ40អីហ្នឹងនៅអឺរ៉ុបនៅអាមេរិកនៅមានអាសង្គមទេសកលសង្គមទេសភាពហ្នឹងតាក៏ពួកស្បែកខ្មៅណាគេទិញពីអាហ្វ្រិកមកដាក់បាតកប៉ាល់ក្នុងទ្រុងដែកទិញយកមកធ្វើកម្មករនៅក្នុងកសិដ្ឋាននៅក្នុងរោងចក្រនៅតាមផ្លូវអតេះភ្លើងអីចឹងនៅមានការប្រកាន់បែងចែកវណ្ណៈសូម្បីតែរទេះភ្លើងសូម្បីតែឡានក្រុងជិះក៏មានច្រកទ្វារចេញខុសគ្នាដែរអាខាងមុខពួកស្បែកសអង្គុយហើយខាងក្រោយគៀនជាងទៅខាងក្រោយនោះអាហ្នឹងពួកស្បែកខ្មៅចុះទ្វារខាងក្រោយហាងក៏ដូចគ្នាហាងទ្វារខាងមុខពួកស្បែកសចូលពួកស្បែកខ្មៅនោះចេញអាទ្វារខាងក្រោយសង្គមវាមានការបែងចែកវណ្ណៈអញ្ចឹងមិនមែនតែពីសម័យពុរេប្រវត្តិទេសូម្បីមកសម័យយើងសង្គ្រាមលោកលើកទី1ទី2ហើយហ្នឹងនៅតែមានការប្រកាន់បែងចែកវណ្ណៈអញ្ចឹងពណ៌សម្បុរណាហើយមានវណ្ណៈមួយទៀតគេហៅពួកចន្ទដៀលពួកហ្នឹងគឺមនុស្សក្រៅវណ្ណៈមនុស្សក្រៅសង្គមដែលសង្គមគេចាត់ថាជាវណ្ណៈថោកទាបជាងគេគឺពួកចន្ទដៀលហ្នឹងយ៉ាងម៉េចពួកចន្ទដៀលហ្នឹងចេះគឺវណ្ណៈធំដូចជាវណ្ណៈព្រាហ្មណ៍វណ្ណៈស្ដេចហ្នឹងទៅប្រព្រឹត្តខុសសិលធម៌ជាមួយនឹងអ្នកបម្រើរបស់ខ្លួន
នឹងភាសាសម័យលោកពោតគេហៅខុសសិលធម៌ញាតិញោមយល់ទេចវាយនាយហ្នឹងទៅប្រព្រឹត្តខុសសិលធម៌លោភលក្ខសហាយស្មន់ជាមួយនឹងអ្នកបម្រើរបស់ខ្លួនដល់ទៅពេលបានកូនមកដៀលគេបំបរបងគេបណ្ដេញចេញពីផ្ទះពីស្រុកពីភូមិឲ្យទៅរស់នៅឆ្ងាយតែឯងចឹងទៅប៉ុន្តែដល់ឲ្យវាយូរទៅវាផ្ដុំគ្នាទៅបានពួកនឹងរាប់រយរាប់ម៉ឺនរាប់សែនដូចសម័យពីមុនហ្នឹងប្រទេសឥណ្ឌាហ្នឹងលោកបណ្ឌិតអាំបេកាហ្នឹងគាត់កូនច័ន្ទដៀលហ្នឹងហើយប៉ុន្តែរើសអើងនៅក្នុងសង្គមការដែលសង្គមមិនអោយតម្លៃគាត់ធ្វើឲ្យគាត់មានកម្លាំងចិត្តខំប្រឹងតស៊ូរៀនសូត្រញាតិញោមទៅរៀនកូនគេវណ្ណៈខ្ពស់ខ្ពស់គេអង្គុយនៅលើកៅអីហើយយើងកូនវណ្ណៈថោកទាបគេឲ្យអង្គុយនៅលើ floor លើអាកម្រាលឥដ្ឋធម្មតាហ្នឹងគេអត់និយាយរយើងទេប៉ុន្តែការមើលងាយមើលស្រាលពីសង្គមមិនបានធ្វើឲ្យគាត់អាក់អន់ចិត្តមិនបានធ្វើឲ្យគាត់ខូចចិត្តទេមានតែជំរុញឲ្យគាត់ខំប្រឹងប្រែងសិក្សារៀនសូត្ររហូតបានប្រឡងជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអង់គ្លេសនៅសហរដ្ឋអាមេរិកហើយត្រឡប់មកវិញគាត់រៀបចំស្ថាប័នរដ្ឋសភាសរសេរតាក់តែងច្បាប់ឥណ្ឌាសពថ្ងៃនេះប្រើរដ្ឋធម្មនុញ្ញកូនច័ន្ទដៀលតាបណ្ឌិតអាំបេកាហ្នឹងកូនច័ន្ទដៀលនឹងនិយាយពីវណ្ណៈនៅប្រទេសឥណ្ឌាទោះបីមានព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ហើយព្រះអង្គសម្ដែងមិនឲ្យមានការបែងចែកវណ្ណៈពីព្រោះនៅក្នុងពុទ្ធសាសនាមិនឲ្យមានការបែងចែកវណ្ណៈទេកាលណាចូលមកបួសនៅក្នុងសំណាក់ពុទ្ធសាសនាហើយលែងមានវណ្ណៈលែងមានព្រាហ្មណ៍លែងមានស្ដេចលែងមានសេដ្ឋីកហបតីអុកញ៉ាអីគឺលែងមានហើយចូលមកគឺត្រូវកោសក់ស្លៀកស្បង់ក្រងជ័យបាត់ទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយគោរពគ្នាទៅតាមលំដាប់វសាចាស់ខ្ចីទោះបីអ្នកនោះឯងជាកូនច័ន្ទដៀលក៏ដោយប្រសិនបើបួសមុនអ្នកនោះជាព្រះអង្គម្ចាស់ជាបរិយាបុត្របើបួសក្រោយត្រូវតែគោរពអ្នកដែលបួសមុនអ្នកដែលបួសមុនហៅថាមហាថែអ្នកបួសក្រោយខ្ចីវសាជាងហៅថាអនុថែណែឯងជាអតីតព្រះអង្គម្ចាស់ជាអតីតបរិយាបុត្រមែនប៉ុន្តែមកបួសក្រោយគេមកបួសក្រោយកូនច័ន្ទដៀលអញ្ចឹងគឺត្រូវតែក្រាបសំពះត្រូវតែគោរពអ្នកដែលបួសមុនតែវសាចាស់ជាងនឹងពុទ្ធព្រះអង្គរៀបចំធម៌វិន័យអញ្ចឹងលែងមានវណ្ណៈហើយទោះបីអ្នកនោះជាព្រាហ្មណ៍ជាស្ដេចអីក៏ដោយគឺត្រូវតែកោសក់ទាំងអស់គ្នានៅសង្គមឥណ្ឌាសម័យបុរាណគេប្រកាន់ណាអ្នកណាកោសក់គេហៅមនុស្សចង្រៃមនុស្សកាលៈគេណៃញាតិញោមអញ្ចឹងហើយបានឥណ្ឌាបុរាណពួកព្រាហ្មណ៍ញាតិញោមឃើញហើយទុកពុកមាត់វែងហើយមានបួងសក់ណាបួងសក់នឹងប្រពៃណីគេអញ្ចឹងគេថាអ្នកណាកោសក់អ្នកណាកាត់សក់ខ្លីនេះគឺមនុស្សចង្រៃព្រះសម្មាសម្ពុទ្ធដំបូងគេអត់ស្គាល់ព្រះអង្គទៅបិណ្ឌបាតគេហៅមនុស្សចង្រៃណាព្រោះឃើញកោសក់ប៉ុន្តែព្រះអង្គលោកមិនកោទេព្រះសម្មាសម្ពុទ្ធការដែលព្រះអង្គចេញទៅបួសព្រះអង្គសាងព្រះភ្នោះនោះព្រះអង្គកាត់ព្រះកេសារបស់ព្រះអង្គវែងបួងដែលឃើញរឿងចិនណាក៏រឿងចិនក្រងសក់ណាទុកសក់វែងហ្នឹងមនុស្សបុរាណហើយព្រះអង្គយកប្រខ័ណ្ឌមកកាត់សក់ហ្នឹងកាត់ព្រះកេសាហ្នឹងទុកប្រវែង2ថ្នាំងដៃ2ធ្នាប់ប្រវែងហ្នឹងក៏ទុកប្រវែងប៉ុណ្ណឹងហើយសក់ហ្នឹងក៏វិលទៅជាតក្ខិណាវត្តតក្ខិណាពណ៌វិលប្រតិសិនអញ្ចឹងណាហើយរៀងកំពុងកដាលបន្តិចប៉ុន្តែมันអាចស្រួចលលែមដោយពុទ្ធរូបខ្លះយើងឆ្លាក់ហ្នឹងវាហួសពេកតាមពិតសក់ដែលព្រះអង្គកាត់ហ្នឹងវាវិលតក្ខិណាវត្តទៅវារៀងកំពុងកដាលបន្តិចនៅសល់តែប៉ុណ្្នឹងប្រវែងតែ2ធ្នាប់ប៉ុណ្ណឹងតាំងពីថ្ងៃដែលព្រះអង្គកាត់ព្រះអង្គបួសរហូតមកទល់ថ្ងៃដែលព្រះអង្គបានត្រាស់រហូតដល់ពេលដែលនៅពៀនសក់ហ្នឹងនៅតែប្រវែងប៉ុណ្ណឹងញាតិញោមអត់មានលូតទៅណាទៀតទេ
ព្រះអង្គអធិដ្ឋានណាអធិដ្ឋានឲ្យនៅតែប៉ុណ្ណឹងហើយប្រកេសាប្រកេសធាតុហ្នឹងនៅពេលដែលបូជាព្រះអង្គពេលដែលដុតព្រះអង្គថ្ងៃដែលព្រះអង្គបរិនិព្វានហ្នឹងសក់ហ្នឹងនៅទាំងអស់នេះនៅព្រះសក្យមុនីចេដងភ្នំអន្តរហ្នឹងមាន2សរសៃសម័យពីដើមដែលយើងបានទទួលព្រះបរមសារីរិកធាតុមកហ្នឹងមានព្រះធាតុរបស់ព្រះអង្គຂ្នាតមធ្យមប៉ុនគ្រាប់អង្គញាតិញោមធាតុព្រះអង្គនៅព្រះសក្យមុនីចេតិយហ្នឹងប៉ុនគ្រាប់អង្គហើយប្រកេសធាតុហ្នឹង2សរសៃសក់របស់ព្រះអង្គហ្នឹងបញ្ចុះនៅព្រះសក្យមុនីចេតិយហ្នឹងចម្រើនពររយៈពេល45ឆ្នាំបានធ្វើការលះបង់ជូនសត្វលោកទាំងស្រុងញាតិញោមអត់មានប្រាថ្នាចង់បានផលកម្រៃប្រាថ្នាចង់បានប្រយោជន៍អីពីសត្វលោកទេរយៈពេល45ឆ្នាំចាប់ពីពេលដែលព្រះអង្គបានត្រាស់រហូតទៅទល់ថ្ងៃដែលព្រះអង្គរំលត់ខណ្ឌបរិនិព្វានហ្នឹងគឺដាក់ចិត្តដាក់កាយបូជាជីវិតបម្រើសត្វលោកសម្ដែងព្រះធម៌ប្រោសសត្វនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមានការជួយសង្គ្រោះគ្នាអាត្មាចង់សម្ដែងអំពីសង្ឃហធម៌4យ៉ាងសង្ឃហវត្ថុនៅក្នុងពុទ្ធសាសនាលោកឲ្យមានសង្ឃហវត្ថុមានសង្ឃហធម៌ហ្នឹងមិនដឹងថាធម្មកថាពីថ្ងៃមុនលោកទេសពីធម៌អីអាត្មាមិនដឹងខ្លះតែជន់គ្នាមិនដឹងលោកចាមិនទាន់មានសម្ដែងទេណាព្រោះនៅក្នុងគម្ពីរបត្រៃបិដកធម៌របស់ព្រះអង្គណា84000ព្រះធម៌មួយខណ្ឌបត្រៃបិដកញាតិញោមធ្លាប់ឃើញហើយមកទូ110ក្បាលអានមួយខែមិនអស់ទេប៉ុន្តែមានខ្លឹមសាររួមថ្មីត្បិតថាយើងមិនអាចអានប៉ុន្តែមានញាតិញោមខ្លះអានចប់ជាពិសេសញោមស្រីប្រកែលោកយាយកាលនៅក្មេងក៏ប្រកែតែងខ្លួនដល់ចាស់ទៅនឿយណាយច្បាស់នឹងធัวមើលបីដកចប់មុនអាត្មាទៀតអាត្មានេះមើលអត់ទាន់ចប់ទេញាតិញោមមើលបានចាប់យកណូតអាកន្លែងមកសម្ដែងពធអញ្ចឹងដកមកខ្លីឬក៏ទៅបង្រៀនអញ្ចឹងទៅតែថាឲ្យអានគ្រប់ទំព័រដូចយាយងាប់ហើយទៅមិនរួចទេឥឡូវចង់ខ្សោយភ្នែកហើយធ្វើម៉េចទៅណាអានអត់បានចប់ដូចយាយទេប្រកែហ្មងណាអានចប់សូម្បីលេខយោងក៏មិនសល់អា footnote ហ្នឹងក៏មើលទៀតមើលមិនដាច់សួរដូចគុណអាកន្លែងហ្នឹងអាចថាម៉េចមានខ្លឹមសាររួមដែលព្រះអង្គសម្ដែងណាក៏យើងមិនអាចចងចាំទាំងអស់ក្នុងនាមយើងជាពុទ្ធបរិស័ទបរទេសយើងទន្ទិញគាថាសង្ខេបដែលជាខ្លឹមសាររួមរបស់ពុទ្ធសាសនាមួយគាថាខ្លីទេសព្វបាបស្សៈអករណង្កុសលសោបសម្បទាសចិត្តបរិយោតៈបណੰអេតាំងពុទ្ធានសាសនੰកិរិយាមិនប្រព្រឹត្តធ្វើនៅអំពើបាបការបំពេញសេចក្តីល្អការអប់រំចិត្តឲ្យបានស្អាតបរិសុទ្ធផូរផង់ផុតចាកពីកិលេសលោភៈទោសៈមោហៈនេះគឺជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនេះគឺជាព្រះពុទ្ធសាសនាពុទ្ធសាសនាមានន័យថាម៉េចពុទ្ធសាសនាមានន័យថាការមិនធ្វើនៅអំពើអាក្រក់គ្រប់យ៉ាងពុទ្ធសាសនាមានន័យថាធ្វើតែអំពើល្អពុទ្ធសាសនាមានន័យថាការអប់រំទូមានចិត្តសម្អាតចិត្តឲ្យស្អាតបរិសុទ្ធផុតពីកិលេសលោភៈទោសៈមោហៈ3ហ្នឹងគឺជាពុទ្ធសាសនាយើងកុំឲ្យមើលបុគ្គលកុំឲ្យជាប់នឹងបុគ្គលដូចអាត្មាអញ្ចឹងអ្នកបួសដោយលោកអាចារ្យដោយដូនជីឧបាសកឧបាសិកាអង្គនោះមានរឿងតាម Facebook មានរឿងស្អីអាហ្នឹងរឿងបុគ្គលទេមិនមែនពុទ្ធសាសនាទេតែយើងវាជាប់នឹងអាបុគ្គលហ្នឹងវាជាប់នឹងអាបុគ្គលហ្នឹងជារនាំងជារបងធៀខាំងយើងបិទបាំងភ្នែករបស់យើងធ្វើឲ្យយើងមិនអាចឈានចូលទៅដល់ពុទ្ធសាសនា
វាតាក់នឹងបុគ្គលដល់វាតាក់នឹងបុគ្គលវាបាំងពុទ្ធសាសនាអញ្ចឹងយើងកាន់ពុទ្ធសាសនាយើងកុំឲ្យជាប់នឹងបុគ្គលរឿងបុគ្គលជារឿងមួយដោយឡែកដូចគេថាសំទោសណាព្រោះកន្លែងហ្នឹងកន្លែងពេទ្យលោកខ្មែរគេថាអ្នកមានមិនគេនិយាយថាទៅវៀតណាមទៅថៃទៅសិង្ហបុរីអាត្មាភ្លេចទៅពាក្យគេនិយាយណាអ្នកមានសន្សំសំចៃទៅមិនទេភ្លេចបើចង់និយាយថាអ្នកមានលុយទៅបរទេសហើយគេមិននៅព្យាបាលស្រុកយើងទេអញ្ចឹងណាញាតិញោមមែនណាបងទៅថៃទៅវៀតណាមទៅសិង្ហបុរីជិះកប៉ាល់ហោះទៅប៉េកាំងអីចឹងដែរឧទាហរណ៍ណាបងហើយដល់អ្នកអត់លុយគឺនៅស្រុកខ្មែរយើងអអន់ចិត្តនឹងគ្រូពេទ្យមួយចំនួនជារឿងបុគ្គលទេមិនមែនជាពេទ្យទេនៅពេលដែលយើងឈឺមិនមែនថាយើងមិនពេញចិត្តនឹងគ្រូពេទ្យនឹងបុគ្គលណាមួយហើយយើងស្អប់ពេទ្យឲ្យថ្ងៃក្រោយយើងឈឺយើងលែងចូលពេទ្យមិនមែនមានន័យអញ្ចឹងទេកុំឲ្យជាប់នឹងបុគ្គលពីព្រោះក្រមសីលធម៌របស់គ្រូពេទ្យគឺត្រូវតែជួយព្យាបាលជួយសង្គ្រោះអ្នកជំងឺដូចទេវតាប្រោសសត្វអញ្ចឹងអូមែនថាស្អប់គ្រូពេទ្យមួយហើយក៏ថ្ងៃក្រោយឈឺលែងទៅមើលឲ្យតែឈឺទៅបច្ចុប្បន្នអរៈទៅបន់ព្រះអង្គដងកើហ្មងបន់បានទៅពេលចិត្តប្រឡងបាក់ដូងកើតរោគកាពះពោះវៀនថ្លើមប្រមាត់បេះដូងទឹកនោមផ្អែមទឹកនោមប្រៃទៅបន់ព្រះអង្គដងកើមកជាអាហ្នឹងបន្តទៅចូលពេទ្យអាហ្នឹងចង់មានន័យអញ្ចឹងណាដល់កាលណាយើងអអន់យើងមិនពេញចិត្តនឹងបុគ្គលណាមួយយើងបោះបង់ចោលពុទ្ធសាសនាយើងប្រមាថមើលងាយពុទ្ធសាសនាយើងរិះគន់ពុទ្ធសាសនានឹងមិនត្រូវទេពីព្រោះពុទ្ធសាសនាដូចអាត្មាលើកមកជម្រាបជូនអញ្ចឹងព្រះពុទ្ធសាសនាមានន័យថាការមិនធ្វើអំពើអាក្រក់ការមិនធ្វើអំពើអាក្រក់ហ្នឹងហើយជាពុទ្ធសាសនាធ្វើអំពើល្អដោយលោកគ្រូអ្នកគ្រូវិជ្ជបណ្ឌិតសាស្ត្រាចារ្យលោកគ្រូពេទ្យទាំងអស់ដែលជួយសង្គ្រោះកុមារជួយសង្គ្រោះអ្នកជំងឺហ្នឹងជាអំពើល្អហើយអំពើល្អហើយចម្រើនពរជួយសង្គ្រោះដោយដួងចិត្តករុណាទឹកចិត្តមេត្តាចង់ឲ្យអ្នកជំងឺនឹងបានជាអ្វីត្បិតថាយើងធ្វើហ្នឹងបើមានប្រាក់ខែមានប្រាក់កម្រៃអីអាហ្នឹងជារឿងមួយធម្មតារឿងមួយផ្សេងប៉ុន្តែយើងបំពេញទៅតាមតួនាទីទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យនឹងព្រះសម្មាសម្ពុទ្ធថាបានបុណ្យកុសលច្រើនឲ្យគេមានសុខភាពល្អឲ្យគេមានអាយុវែងឲ្យគេមានជីវិតរស់នៅដោយលោកវិជ្ជបណ្ឌិត B.R. Richner អញ្ចឹងបុណ្យកុសលរបស់លោកធំធេងណាអ្វីត្បិតថាលោកមិនដែលហែកឋិនទេអាត្មាមិនដឹងទេប៉ុន្តែមិនដែលឃើញលោកហែកឋិនមិនដែលឃើញលោកទៅកសាងវិហារកសាងអីមែនប៉ុន្តែសកម្មភាពដែលលោកធ្វើហ្នឹងត្រូវទៅតាមគោលធម៌របស់ព្រះសម្មាសម្ពុទ្ធហើយត្រូវកន្លែងណាត្រូវត្រង់អវាទទី2កុសលសោបសម្បទានឲ្យធ្វើអំពើល្អប្រព្រឹត្តនៅអំពើល្អហ្នឹងជាពុទ្ធសាសនាញាតិញោមពុទ្ធសាសនាហើយពុទ្ធសាសនាចំណុចកម្ពូលមួយទៀតនោះលើសការមិនធ្វើអំពើអាក្រក់លើសការធ្វើអំពើល្អទៅទៀតគឺការអប់រំទូមានចិត្តរបស់យើងត្រូវការអប់រំទូមានត្រូវការសម្អាតឲ្យបានស្អាតបរិសុទ្ធតាមរយៈការធ្វើសមាធិវិបស្សនាកម្មដ្ឋានដើម្បីធ្វើឲ្យចិត្តនឹងស្ងប់ចិត្តនឹងបរិសុទ្ធស្អាតមានធម៌មេត្តាករុណាអស់កិលេសលោភៈទោសៈមោហៈពីក្នុងខ្លួនព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ជាគ្រូពេទ្យមួយដែរតាមនៃព្រះអដ្ឋកថាណាថាព្រះអង្គក៏ជាគ្រូពេទ្យមួយដែរពុទ្ធោមហាវេជ្ជោព្រះសម្មាសម្ពុទ្ធគឺជាវេជ្ជបណ្ឌិតជាគ្រូពេទ្យធម្មោអោសថោព្រះធម៌ដែលព្រះអង្គសម្ដែងចេញទៅទុកដូចជាឱសថទុកដូចជាថ្នាំប៉ុន្តែគ្រូពេទ្យរបស់ព្រះអង្គមិនមែនគ្រូពេទ្យដោយលោកគ្រូអ្នកគ្រូព្យាបាលជំងឺផ្លូវកាយទេគឺគ្រូពេទ្យព្យាបាលរោគចិត្តយើងមានរោគដែរណាញាតិញោមជឿដែរជឿថាចិត្តមានរោគដែរដែលឈឺចិត្តដែរដែលឈឺរាល់ថ្ងៃហ្មង
ក្នុងធម៌ចេះញាតិញោមក្នុងធម៌ព្រះសម្មាសម្ពុទ្ធថាចិត្តយើងដូចដំបៅអញ្ចឹងញាតិញោមស្គាល់ដំបៅទេដំបៅគេហៅដំបៅដួងចិត្តនឹងមានដំបៅញាតិញោមមើលដំបៅយើងកាលណាយើងប៉ះនឹងដង្កត់ឈើណាអ្នកណាមកប៉ះអីបន្តិចចាញ់ឈាមមែនណាចាញ់ឈាមណាសណ្ដោកទៅចៅដើរជន់ដើរច្បាស់អីទៅឈឺណាព្រោះហ្នឹងចិត្តយើងចឹងដែរនៅពេលដែលគេនិយាយអីប៉ះនិយាយអីពាក្យមិនសមរម្យមកឃើញចិត្តនឹងមិនទេញាតិញោមចិត្តនឹងប្រែប្រួលហ៎ឡើងព្រួចហ្មងវាមិនសមចឹងសោះហ្មងណាវាមិនសមកុំតែអញចាស់ទេណាអាហ្នឹងគេថាពាក្យគេថាខ្លួនកាន់តែចាស់ចិត្តកាន់តែក្មេងណាចិត្តហ្នឹងមិនមែនចាស់តាមអាយុទេសួរអស់លោកប្រុសមើលដឹងហ៎មិនមែនចាស់តាមអាយុទេចិត្តយើងណាក្រៅពីប្រុសគ្មានអ្នកណាដឹងចិត្តមនុស្សប្រុសជាងប្រុសទេញាតិញោមជឿទៅពីព្រោះដូចគុណអ្នកទេសនាហ្នឹងក៏ជាមនុស្សប្រុសដែរញាតិញោមជឿទេព្រះសង្ឃជាមនុស្សប្រុសណាចម្រើនពរនៅពេលដែលគេនិយាយអីប៉ះពីអីបន្តិចបន្តួចមកឃើញចិត្តឡោតទេញាតិញោមឃើញចិត្តឡោតទេអ្នកខ្លះគាត់តែគេបើកឡានប្រចាំងភ្លើងហ្វាចំមុខបន្តិចទាញកំភ្លើងមកបាញ់គេណាអត់បានទេហើយអ្នកខ្លះកំណាញ់ទាំងញញឹមទៀតគាត់តែគ្នាញញឹមសល់ពីណានឹងងាកមកចំក៏ខឹងដែរមកអន់ចិត្តនោះណាគ្នានោះញញឹមសល់ពីណាមកងាកបែរមុខមកវាមិនទាន់អស់វាសល់អាបន្តិចហ្នឹងក៏ខឹងនឹងគ្នាដែរស្អីមកឌឺអីកំពុងតែមួម៉ៅផងឃើញហ៎ដូចតំបៅទេញាតិញោមដូចតំបៅទេណាហ្នឹងហើយប្រពុតថាចិត្តហ្នឹងដូចជាដំបៅអញ្ចឹងត្រូវការព្យាបាលត្រូវការលេបថ្នាំត្រូវការចាក់ថ្នាំត្រូវការតមចំណីទោះត្រូវការគោរពទៅតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីឲ្យដំបៅហ្នឹងវាជាបើមិនចឹងទេវានៅតែឈឺវានៅតែចុកចាប់ពើផ្សាគេថាដេកនៅក្នុងម៉ាស៊ីនត្រជាក់2 3ហើយនៅតែបែកញើសចុះទៅអោបដើមចេកស្លោកដើមចេកទៀតអស់ញាតិញោមមិនធម្មតាទេយើងកុំមើលឃើញថាគេហឹកហាក់ហឺហាពីខាងក្រៅថាអូគេអស់ចាណោះយើងជិះម៉ូតូមកធ្វើការគេជិះឡានទំនើបអត់ទេញាតិញោមយើងមិនទៅចំណែនឈ្នះនេះអីទេជួយត្រេកអរប្រពុតមិនឲ្យចំណែននឹងគេទេឲ្យជួយត្រេកអរណាប៉ុន្តែជីវិតយើងមិនអាចយកទៅប្រៀបធៀបជាមួយអ្នកដទៃបានទេកាលណាយើងចេះតែប្រៀបធៀបជាមួយនឹងគេអញ្ចឹងយើងអត់បានសេចក្តីសុខនោះត្រូវឲ្យចេះរីករាយត្រេកអរពេញចិត្តនឹងអ្វីដែលយើងកំពុងតែមានសេចក្តីសន្តោសណាក៏ជោគជាតារាសីមានភពសំណាងមានវាសនាខុសគ្នាគេក៏មិនដូចយើងក៏មិនដូចគេអញ្ចឹងយើងមិនអាចយកជីវិតយើងទៅប្រៀបជាមួយអ្នកដទៃទេត្រូវចេះរីករាយចេះត្រេកអរនឹងអ្វីដែលយើងកំពុងតែមានព្រះសម្មាសម្ពុទ្ធទុកដូចជាគ្រូពេទ្យមួយគឺពេទ្យព្យាបាលរោគផ្លូវចិត្តរោគមាន2តាមទស្សនៈពុទ្ធសាសនារោគផ្លូវកាយរោគផ្លូវចិត្តរោគផ្លូវកាយជំងឺផ្លូវកាយយើងដឹងហើយឈឺអីខ្លះឈឺដៃឈឺជើងឈឺត្រចៀកមុខមាត់កាពះពោះវៀនណាត្រូវព្យាបាលត្រូវលេបថ្នាំសូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គអាពាតដែរញាតិញោមព្រះសម្មាសម្ពុទ្ធអាពាតដែរណាព្រះអង្គគង់សម្ដែងព្រះធម៌នឹងយូរពេកទៅជាទល់ខ្យល់ណាត្រូវឆាន់ថ្នាំបញ្ចុះសោយថ្នាំបញ្ចុះគ្រូពេទ្យព្យាបាលប្រចាំព្រះកាយរបស់ព្រះពុទ្ធនឹងឈ្មោះកោមារភ័តហៅពេទ្យកុមារពេទ្យសម័យពុទ្ធកាលគាត់នឹងប្រកែណាព្យាបាលជំងឺថ្វាយព្រះសម្មាសម្ពុទ្ធព្រះភិក្ខុសង្ឃអ្នកជំងឺភាគច្រើនបើបានជួបគាត់គឺដឹងតែពីរស់ដឹងតែពីមានជីវិតគេហៅគ្រូពេទ្យទេវតាគ្រូពេទ្យនឹងជាឧបាសកស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធបានសម្រេចលោកុត្តរធម៌បវារណាព្យាបាលជំងឺព្រះភិក្ខុសង្ឃភិក្ខុនៃព្យាបាលជំងឺព្រះសម្មាសម្ពុទ្ធណាធម្មតាទេមានរូបមានរោគមានទុក្ខដូចគ្នាប៉ុន្តែសំខាន់គឺផ្លូវចិត្តព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌អប់រំចិត្ត
ទុក្ខវេទនាផ្លូវកាយព្រះសម្មាសម្ពុទ្ធព្រះអរហន្តទោះបីព្រះអង្គបានត្រាស់ជាប្រតៈទោសៈមោហៈហើយប៉ុន្តែរូបរាងកាយនេះវានៅតែឈឺចឹងញាតិញោមរូបរាងកាយនឹងវានៅតែក្តៅតែជាក់នៅតែចុកស្ពឹករយសពួនតែអញ្ចឹងដូចតែគ្នានឹងឯងអញ្ចឹងបានត្រូវមានអនាម័យព្រះសម្មាសម្ពុទ្ធឲ្យមានអនាម័យការថែទាំសុខភាពឲ្យបានល្អអនាហរតិការដែលយើងចេះថែទាំសុខភាពមានអនាម័យនាំមកនៅសុខភាពល្អឃើញទេព្រះអង្គការធ្វើទុក្ករកិរិយាព្រះអង្គអត់សោយចង្ហាន់ញាតិញោមឃើញយ៉ាងម៉េចទេឃើញស្គមហ៎បើសល់ស្បែកដណ្ដប់ឆ្អឹងហើយដល់ទៅព្រះអង្គអាត្មាទេប្រហែលអ្នកគ្រូឥឡូវ40នាទីជាងហើយ1ម៉ោងទៅណាបើហ្នឹងឥឡូវ10នាទីទៀតចប់ហើយបានណាបើដល់ពេលរូបរាងកាយនឹងបើស្គាំងស្គមត្រុតត្រោមទៅប្រាជ្ញាស្មារតីហ្នឹងក៏វាចុះខ្សោយរកធម៌អត់ឃើញណាក៏តលក្រោយមកព្រះអង្គត្រឡប់មកសោយចង្ហាន់វិញមានសាច់ស្បែកឈាមសរសៃមានកម្លាំងពលាំងនឹងស្រស់ប្រាជ្ញាភ្លឺថ្លាពិចារណារកធម៌ឃើញបានត្រាស់ទៅជាពុទ្ធឃើញទេវាតាក់តងគ្នាអញ្ចឹងព្រះអង្គឲ្យមានសង្ឃហធម៌ទី1ឲ្យមានការជួយសង្គ្រោះគ្នាការធ្វើទានណាបើទានអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅនៅសម្បានចែកគ្នារស់ពុទ្ធឲ្យចែកគ្នារស់មិនឲ្យដណ្ដើមគ្នារស់ទេញាតិញោមគិតមើលរវាងការចែកគ្នារស់និងដណ្ដើមគ្នារស់មួយណាល្អជាងចែកគ្នារស់ល្អជាងណាដោយលោកដុកទ័រអញ្ចឹង Beat Richner គាត់នៅស្រុកគាត់ស្រួលស្ងអីហ្នឹងប្រទេសស្វីសមានតែមានសង្គ្រាមណាញាតិញោមប្រទេសមានសន្តិភាពមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធគាត់នៅចេញទៅធ្វើការមកវិញវាយកូនគោលកំសាន្តស្រួលចាំបាច់មកប្រឡូកប្រឡាក់អីជាមួយយើងប្រទេសក្រីក្រនេះប៉ុន្តែនឹងហើយវប្បធម៌ចែកគ្នារស់អ្នកមានរក្សាខ្សត់ណាបើអ្នកមាននឹងជួយអ្នកខ្សត់ជួយអ្នកអត់អ្នកប្រាជ្ញអ្នកចេះអ្នកដឹងជួយអ្នកល្ងងនឹងការបរិយាទានប៉ុន្តែព្រះសម្មាសម្ពុទ្ធសរសើរធម្មទានសព្បទានងធម្មទានងជីនិតិបើយើងមានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ក៏ចែកគ្នារស់ទៅប៉ុន្តែពុទ្ធសរសើរធម្មទានគឺបង្រៀនមនុស្សឲ្យចេះរស់ខ្លួនឯងកុំចាំតែអត់លុយបើលាដៃសុំងាប់ហើយញាតិញោមមិនព្រះវេស្សន្តរទេមានលុយណាចេះទៅចែកឲ្យងាប់ហើយអញ្ចឹងត្រូវបង្រៀនមនុស្សឲ្យចេះរស់ខ្លួនឯងមានការងារធ្វើមានមុខរបរមានដៃមានជើងខំប្រឹងប្រែងធ្វើការរកស៊ីខ្លួនឯងទៅហ្នឹងឲ្យធម្មទានខ្មែរយើងថាម៉េចថាសូវបង្រៀនមនុស្សឲ្យចេះស្ទូចត្រីចេះរកត្រីស៊ីដោយខ្លួនឯងប្រសើរជាងយកត្រីទៅចែកឲ្យងាប់ហើយយើងនឹងទៅរកឯណាចែកឲ្យទេសូវបង្ហាញកម្ពូតព្រៃប្រាប់កម្ពូតព្រៃប្រសើរជាងឲ្យសាច់ហ្នឹងគឺធម្មទានមួយទៀតបយៈវាចានិយាយពាក្យពីរោះពាក្យជាទីស្រឡាញ់ដល់គ្នាទៅវិញទៅមកកុំប្រើសម្ដីត្រគោះបោះបោកសម្ដីរបស់យើងដូចជាព្រួញអញ្ចឹងណាជួនកាលនិយាយទៅឲ្យគេសប្បាយចិត្តជួនកាលនិយាយទៅផឹកធ្វើឲ្យគេចុកចាប់មែនទេញាតិញោមចុកចាប់ពើផ្សាបហាជីវិតដោយសារតែពាក្យសម្ដីហ្នឹងឯងដូចក្របព្រួញបាញ់ផឹកណាក៏មិនបានទេអញ្ចឹងពុទ្ធឲ្យប្រើពាក្យសម្ដីហ្នឹងឲ្យបានល្អហៅថាបយៈវាចាសម្ដីល្អសម្ដីមានប្រយោជន៍នៅក្នុងពុទ្ធសាសនាលោកចែកជា5ទី1ការលេនវាចាសម្ដីនិយាយទៅត្រូវចំកាលវេលានិយាយស្គាល់កាលណាក៏ចំកលៈទេសៈពេលវេលាទោះបីសម្ដីល្អសម្ដីពិតសម្ដីមានប្រយោជន៍ក៏ដោយបើយើងនិយាយខុសកាលខុសវេលាអាហ្នឹង
ចឹងមើលកលៈទេសៈមើលពេលវេលាអ្នកប្រាជ្ញត្រូវស្គាល់កាលក្លាហានក៏ដោយក៏ត្រូវមើលកាលដែរកុំក្លាហានខុសកាលអាហ្នឹងជាចំណុចទី1សម្ដីនិយាយត្រូវកាលទី2និយាយពាក្យពិតសច្ចៈវាចាពាក្យហ្នឹងពាក្យពិតមិនមែនជាពាក្យកុហកបោកប្រាស់មិនមែនជាពាក្យលួងលោមបចាញាតិញោមចូលចិត្តស្ដាប់សម្ដីស្មោះឬក៏សម្ដីផ្អែមសម្ដីស្មោះប៉ុន្តែសម្ដីស្មោះទាស់តិចណាដូចថ្នាំល្វីងអញ្ចឹងណាប៉ុន្តែវាល្វីងប៉ុន្តែវាមានប្រយោជន៍សម្រាប់ព្យាបាលជំងឺសម្ដីផ្អែមប្រយ័ត្នដូចសមោចនឹងជីងចក់វាច្រើនស្លាប់តែនឹងអាកន្លែងផ្អែមហ្នឹងហើយអញ្ចឹងហើយបានចាស់បុរាណខ្មែរយើងឲ្យញោមស្រីនឹងពាក់កវលហ្នឹងញាតិញោមដឹងណាក៏ដឹងខ្លួនណាពពាក់បរោះដូនតាយើងណាតាំងពីសម័យបថោងនាងនាគមកណោះតាំងពីសម័យនគរភ្នំនគរគោកធ្លកណោះពនាងលាវយីពនាងនាគហ្នឹងផ្ដាំកូនចៅស្រីឲ្យពាក់កវលហេតុអីឲ្យតិចហ្នឹងវាធ្ងន់បន្តិចកុំឲ្យជឿសម្ដីលួងលោមណែអស់លោកប្រុសបកែណាបកែពាក្យផ្អែមណាញាតិញោមណានិយាយពាក្យពិតណានិយាយពាក្យពិតពាក្យទៀងត្រង់ពាក្យសុចរិតមួយទៀតសន្នហេនៈសន្នហវាចានិយាយពាក្យសុភាពរៀបសារទុនភ្លុននិយាយត្រូវកាលត្រូវវេលាហើយពាក្យនឹងជាពាក្យសុចរិតពាក្យពិតទៀងត្រង់ហើយសម្ដីនឹងទុនភ្លុនផ្អែមឡាហើយដូចញាតិញោមបើកហាងលក់ដូរអញ្ចឹងមកហូបឆ្ងាញ់ហើយអ្នកលក់អ្នកបម្រើភ្ញៀវនឹងស្លៀកពាក់ស្អាតបានសិតតែអាវធំកវ៉ាត់កហើយប៉ុន្តែសម្ដីដូចគេជះអាស្អីទាំងកថោមកហើយមិនភ្ញៀវចូលចិត្តទេញាតិញោមហើយជាពិសេសលោកគ្រូអ្នកគ្រូហ្នឹងហើយអូត្រូវធ្វើចិត្តអប់រំចិត្តអាត្មាសុំសរសើរទោះបីអ្នកជំងឺនឹងស្ដីថាលើសលួអីយ៉ាងម៉េចមុខនៅតែញឹមប៉ុន្តែក្នុងចិត្តនឹងមុននឹងចេញមកជួបអ្នកជំងឺត្រូវឲ្យញឹមដាក់កញ្ចក់សិនព្រោះធម្មតាទេអ្នកជំងឺញាតិញោមគ្នាវាឈឺនឹងទៅវាពិបាកចិត្តណាដល់អញ្ចឹងមុននឹងចេញមកជួបអ្នកជំងឺត្រូវឲ្យញឹមដាក់កញ្ចក់នឹងសិនណាធ្វើចិត្តនឹងឲ្យតិចសិនអញ្ចឹងទៅណាបានចេញមកជួបអ្នកជំងឺបើយើងក៏ក្តៅអ្នកជំងឺក៏ក្តៅវល់ណានឹងសន្នហវាចាសម្ដីទុនភ្លុនសម្ដីមានប្រយោជន៍ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌ប្រោសសត្វនៅសម័យពុទ្ធកាលមានអាត្មាលើករឿងខ្លីមួយទេមុននឹងបញ្ចប់ពធរឿងហ្នឹងញាតិញោមធ្លាប់ស្ដាប់រឿងនាងកៃសាកូនតមីណាមានកូនមួយមានកូនជាទីស្រឡាញ់មួយដល់ក្រោយមកយ៉ាងម៉េចទៅកូនហ្នឹងអស់ជីវិតកូនហ្នឹងត្រូវស្លាប់ហើយនាងកៃបានត្រៀមខ្លួនរងចាំសោះម៉ែឪបងប្អូនឪពុកម្ដាយបបួលទៅស្ដាប់ធម៌ទៅអប់រំចិត្តអីពុកម៉ែយាយតាចាស់ហើយអញ្ជើញទៅវត្តទៅស្ដាប់ធម៌ចុះខ្ញុំនៅក្មេងត្រូវការសបាយអាហ្នឹងវាអញ្ចឹងហើយក្មេងត្រូវការសបាយប៉ុន្តែសេចក្តីទុក្ខរឿងពិតរបស់ជីវិតហ្នឹងវាអត់ចាំដល់ក្មេងវាមិនចាំតែក្មេងឬក៏ចាស់ទេដល់ពេលវេលាវាត្រូវតែធ្លាក់មកដល់ហើយក្នុងជីវិតរបស់យើងមានរឿង8មុខដែលយើងត្រូវប្រឈមមុខដោះស្រាយណាក៏រឿង8ដែលព្រះសម្មាសម្ពុទ្ធហៅថាលោកធម៌ទី1គឺការមានលៀបទី2គឺការបាត់លៀបយើងហៅថាហេងសយមែនទេក៏ក្នុងជីវិតរបស់យើងត្រូវជួបរឿងហ្នឹងអញ្ចឹងយើងត្រូវត្រៀមចិត្តត្រៀមកាយថាពេលណាមួយរឿងហ្នឹងមកលើវិថីជីវិតរបស់អាត្មាអញដើរនៅលើដងវិថីជីវិតហ្នឹងត្រូវតែជួបរឿងពីរហ្នឹងដោយជៀសមិនរួចគឺរឿងមានលៀបរឿងបាត់លៀបរឿងហេងរឿងសយហ្នឹងសូមបីញោមឈ្មោះហេងក៏នៅតែសយដែរហើយមិនដែលមានហេង24ម៉ោងហេង365ថ្ងៃទេណាក៏សូមទោសញោមឈ្មោះហេងហ្នឹងហើយ
អាត្មានិយាយជាធម៌អាទេចម្រើនពរហ្នឹងឲ្យដាក់ឈ្មោះអីក៏ដាក់ទៅមិនអីទេទី2សរសើរនិន្ទាធម៌ហ្នឹងវាគូគ្នាដោយនំគ្រក់អញ្ចឹងញាតិញោមដែលពិសានំគ្រក់ណានំគ្រក់មកគូមែនណាក៏ធម៌ហ្នឹងវាគូគ្នាអញ្ចឹងមានសរសើរមាននិន្ទាយើងបើពេញចិត្តនឹងតែគេសរសើរអាពាក្យសម្ដីលួងលោមផ្អែមល្ហែមអញ្ចឹងបានជាចាញ់បោកគេមកខ្ចីលុយគេនិយាយគេផ្អែមល្ហែមឲ្យគេអស់លេងហើយដល់ទៅខ្ចីដល់ទៅទាលុយពីគេវិញតាំងវគេលោកអើយសងលុយខ្ញុំវិញមកណាអាហ្នឹងមនុស្សយើងចូលចិត្តអញ្ចឹងញាតិញោមអញ្ចឹងយើងត្រូវត្រៀមរងចាំដោះស្រាយពាក្យពីរហ្នឹងសរសើរនិន្ទាមនុស្សយើងមិនដែលមានអ្នកណាទទួលស្គាល់តែខ្លួនឯងអ្នកស៊ីជោទេមិនដែលទេអាត្មាជឿអូកាលណាមិនចេះស៊ីជោផ្ដាស់ទេមិនជឿបង្អាប់មើលមុខខឹងឥឡូវមុខក្រហមឥឡូវមែនទេបងមិនថាខ្លួនឯងជាអ្នកស៊ីជោទេប៉ុន្តែបើគេបង្អាប់ខឹងដូចតែគ្នាណាណាសរសើរនិន្ទាមែនទេក្នុងជីវិតយើងណាក៏រាល់ថ្ងៃមួយទៀតមានយុះបាត់យុះធ្វើការទៅពេលខ្លះឡើងបនឡើងសាក់ទៅពេលខ្លះធ្លាក់បនធ្លាក់សាក់មកវិញក្នុងជីវិតយើងវាជួបរឿងអញ្ចឹង6នៅ2ចុងក្រោយសុខទុក្ខណាពេលខ្លះក៏បានសេចក្តីសុខពេលខ្លះក៏បានសេចក្តីទុក្ខសូម្បីអ្នកឈ្មោះសុខក៏នៅតែមានសេចក្តីទុក្ខបានកូនមកកូននឹងវាអាសាឈឺពេកដាក់ឈ្មោះសុខដាក់សុខហើយនៅតែវាមិនជាថែមជាមួយទៀតសុខជាហើយសួរអ្នកសុខជានឹងមើលដែលចូលពេទ្យទេអត់ណាឈឺច្រើនជាងគេទៀតបើអាហ្នឹងវាអញ្ចឹងញោមនឹងជាច្បាប់ធម្មជាតិដែរណាព្រោះធម្មជាតិដែរហ្នឹងយើងត្រូវរៀនត្រូវហាត់លុតដំចិត្តឲ្យចិត្តរបស់យើងទទួលយកការពិតឲ្យបានកាលណាចិត្តរបស់យើងទទួលយកការពិតមិនបានយ៉ាងម៉េចវាការទុកព្រោះវាការទុកខ្លាំងណាការពិតនៅតែជាការពិតมันអាចប្រែទៅជារឿងដតីបានទេព្រោះជាច្បាប់ធម្មជាតិមិនមែនពុទ្ធសាសនាមិនមែនពុទ្ធបង្កើតរឿង8នឹងមកទេព្រះអង្គគ្រាន់តែរកឃើញថាជីវិតយើងកើតមកវាជួបព្រះអង្គក៏ជួបរឿងនឹងដែរញាតិញោមពេលខ្លះទៅបិណ្ឌបាតចឹងទៅគេជ្រះថ្លាដាក់បាតព្រះអង្គហើយទៅកន្លែងខ្លះគេអត់ជ្រះថ្លាព្រះអង្គមាននាងមហេសីស្ដេចមួយនោះខឹងព្រះអង្គអត់ស្រឡាញ់ញាតិញោមមនុស្សយើងចឹងដែរណាតាមស្រឡាញ់ព្រះអង្គមិនបានព្រះអង្គមិនព្រមស្រឡាញ់ចងអាធិធចងគំនុំនឹងព្រះអង្គជួលគេឲ្យជេរព្រះអង្គព្រះអង្គយាងទៅបិណ្ឌបាតកន្លែងណាជេរកន្លែងហ្នឹងណាជេរតិចបានលុយតិចជេរច្រើនបានលុយច្រើនពួកនាងនឹងឲ្យលុយណាជួលអ្នកស្រុកឲ្យជេរព្រះអង្គយាងទៅបិណ្ឌគេជេរព្រះអង្គអ្នកស្រុកជេរព្រះអានន្ទទ្រាំបានសុំព្រះអង្គរត់ចេញសុំព្រះអង្គកិច្ចចេញព្រះអង្គឥឡូវយើងចេញពីស្រុកនឹងចេញពីនគរនឹងទៅព្រោះទៅកន្លែងណាក៏គេជេរតែអញ្ចឹងរហូតបានព្រះអង្គត្រាស់ថាមនាលអានន្ទចុះបើយើងទៅស្រុកឯនោះគេជេរអញ្ចឹងទៀតធ្វើម៉េចទៅស្រុកមួយទៀតណាព្រះអង្គចុះបើទៅស្រុកឯនោះគេជេរអញ្ចឹងទៀតធ្វើម៉េចទៅ3ដងអានន្ទលែងហ៊ានបបួលព្រះអង្គរត់បានព្រះអង្គសម្ដែងថាក្នុងពិភពលោកនេះក្រោមមេឃលើដីគឺទៅកន្លែងណាក៏វាមានរឿង8នឹងដែរមានលៀបបាត់លៀបមានយោះបាត់យោះសរសើរនិន្ទាសពទុកអញ្ចឹងយើងតម្កល់ចិត្តយើងឲ្យបាននឹងល្អទទួលយកការពិតនឹងឲ្យបានដល់ទៅពេលទទួលយកការពិតបានទៅយើងបានសេចក្តីសុខស្ងប់នៅក្នុងចិត្តញាតិញោមអាអ្នកជេរនោះវាជេររយមាត់វាទៅវាឡើងជេរទៅដល់ទៅចឹងទៅពុទ្ធនៅតែញឹមព្រះភិក្ខុសង្ឃប៉ុន្តែប្រសង់ពីដើមទេណាញាតិញោមប្រសង់ឥឡូវតប្រសង់ឥឡូវខន្តីញោមកាន់ក្របបាតឲ្យអាត្មានេះមើលប្រសង់ឥឡូវណាប្រសង់ពីដើមសម័យព្រះសត្វតែព្រះអរហន្តព្រះអរហន្តព្រះអរិយបុគ្គលឲ្យញឹមណាញាតិញោមដល់ទៅជេរព្រះមិនតបព្រះអង្គនៅតែប្រភពញញឹមអញ្ចឹងអ្នកស្រុកនោះមើលមុខគ្នាចំឯងដូចឈួតទេញាតិញោម
លែងជេរព្រះអង្គនោះត្រឡប់មកជ្រះថ្លាព្រះអង្គការដែលជេរព្រះអង្គនោះក៏ខឹងព្រះអង្គខ្លាំងដល់ទៅពេលងាកមកជ្រះថ្លាក៏ជ្រះថ្លាខ្លាំងដែរណែមនុស្សយើងមិនមានអញ្ចឹងណាអាការដែលស្អប់នោះស្អប់ខ្លាំងដល់ទៅពេលមកជ្រះថ្លាមកស្រឡាញ់ក៏ស្រឡាញ់ខ្លាំងដែរតែបើត្រឡប់ទៅវិញណាពេលដែលស្រឡាញ់ក៏ស្រឡាញ់ខ្លាំងបើដល់ពេលស្អប់ក៏ស្អប់ខ្លាំងអញ្ចឹងដែរអានឹងចិត្តនឹងវាស្មើគ្នាដល់តែកូននឹងស្លាប់ទៅញាតិញោមអត់ដឹងថាកូនខ្លួនឯងស្លាប់ទៀតណែដល់ប៉ុណ្ណឹងចិត្តហ្នឹងវាដល់ប៉ុណ្ណឹងតើវង្វេងប៉ុណ្ណាទៅបីសាក់សពកូនដើររគ្រូពេទ្យគុណធៈបុប្ផាយើងនៅមកវត្តភ្នំទៅឯសៀមរាបឯនោះនៅតែព្យាបាលមិនបានទេចុះមនុស្សស្លាប់ហើយទៅព្យាបាលមិនញាតិញោមបានទៅជួបព្រះសម្មាសម្ពុទ្ធអាត្មាសុំលើកន្លែងហ្នឹងចង់បញ្ជាក់ពីវិធីសាស្ត្រកុសលោបាយរបស់ព្រះពុទ្ធណាញាតិញោមចាំមើលវិធីសាស្ត្ររបស់ព្រះពុទ្ធដោះស្រាយយ៉ាងម៉េចកន្លែងហ្នឹងទៅដល់នាងហ្នឹងយំរៀបរាប់ប្រាប់ពីសេចក្តីទុក្ខលំបាកការនិរិះព្រាត់ប្រាស់កូនជាទីស្រឡាញ់អញ្ចឹងព្រះពុទ្ធជ្រាបហើយព្រះអង្គសัพពញុត្តញាណញាណទឹកដឹងមិនព្រះពុទ្ធមិនដឹងទេប៉ុន្តែហេតុអីបានជាព្រះពុទ្ធព្រះអង្គទ្រាំអង្គុយចាំស្ដាប់នាងកៃសាកោតមីយំរៀបរាប់ញាតិញោមពីព្រោះនាងនោះវាមានសេចក្តីទុក្ខណែនក្នុងទ្រូងណែនក្នុងចិត្តអញ្ចឹងព្រះពុទ្ធទុកឱកាសឲ្យនាងនឹងនិយាយចេញឲ្យអស់សិនមកដើម្បីឲ្យវាធូរទ្រូងបន្តិចមែនទេញាតិញោមហើយបើទៅដល់ភ្លាមសំដែងធัวភ្លាមធ្វើមិនស្ដាប់បានបើស្មារតីនឹងវាវិលអស់ទៅហើយលែងដឹងមនុស្សស្លាប់ទៅហើយប៉ុណ្ណឹងហើយមិនទាន់អស់មិនទាន់ដឹងខ្លួនមិនទាន់ស្វាងស្មារតីទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌ផ្ដល់នៅក្តីសង្ឃឹមថាល្អហើយនាងកៃសាកោតមីនាងបានមកជួបបុគ្គលជាទីពឹងដែលអាចជួយស្រោចស្រង់រូបនាងជួយស្រោចស្រង់កូនរបស់នាងឲ្យបានរួចផុតពីសេចក្តីទុក្ខតថាគតធានានឹងជួយស្រោចស្រង់កូនរបស់នាងឲ្យបានរួចរស់ជីវិតត្រឡប់មកវិញប៉ុន្តែមុននឹងតថាគតព្យាបាលកូនរបស់នាងសូមឲ្យនាងទៅស្វែងរកគ្រាប់ស្ពៃពីផ្ទះអ្នកស្រុកមកប៉ុន្តែមានតំណមួយបើគ្រាប់ស្ពៃក្នុងផ្ទះតកូលណាដែលមានមនុស្សស្លាប់ពីមុនមកអានឹងមិនត្រូវទេមិនត្រូវទៅតាមក្បួនព្យាបាលទេត្រូវតែរកគ្រាប់ស្ពៃពីផ្ទះត្រកូលណាដែលមិនធ្លាប់មានមនុស្សស្លាប់មិនស្ដាប់សម្ដីព្រះអង្គអត់បានស្មានន័យថាព្រះអង្គឲ្យទៅរកគ្រាប់ស្ពៃដល់អញ្ចឹងត្រេកអរណាញាតិញោមត្រេកអរមែនតើបើអស់សង្ឃឹមមកច្រើនថ្ងៃមកហើយដល់ទៅពេលបានមកជួបព្រះសម្មាសម្ពុទ្ធដែលព្រះអង្គធានាថានឹងជួយព្យាបាលជួយស្រោចស្រង់អញ្ចឹងត្រេកអរសប្បាយចិត្តយកកូននឹង3ដើររសុំគ្រាប់ស្ពៃគេពីផ្ទះមួយទៅផ្ទះមួយគេឲ្យគ្រាប់ស្ពៃមិនកំណាញ់ទេប៉ុន្តែក្រោយមកសួរគេថានៅក្នុងផ្ទះរបស់អ្នកឯងធ្លាប់មានមនុស្សស្លាប់ពីមុនមកទេអ្នកស្រុកហ្នឹងបើកភ្នែកធំមកនាងឯងនិយាយអីអញ្ចឹងមនុស្សយើងដែលកើតមកម្ដងត្រូវស្លាប់ទៅវិញម្ដងអ្នកដែលស្លាប់ទៅនឹងវាច្រើនជាងអ្នកដែលនៅរស់អញ្ចឹងខ្ញុំមិនយកទេពីព្រោះលោកគ្រូពេទ្យហ្នឹងផ្ដាំមកថាបើគ្រាប់ស្ពៃនៅក្នុងផ្ទះតកូលណាដែលធ្លាប់មានមនុស្សស្លាប់ពីមុនមកមិនត្រូវថ្នាំទេតាំងពីដើមភូមិរហូតមកដល់កណ្ដាលភូមិរហូតទៅដល់ចុងភូមិគេនិយាយតែអញ្ចឹងដល់ពេលហ្នឹងមានស្មារតីភ្ញាក់រលឹកថាអូនេះជាកម្មធ្ងន់ទេតាអាត្មាអញព្រះសម្មាសម្ពុទ្ធបានដាក់ជាប្រស្នាឲ្យអាត្មាអញដោះស្រាយស្វែងយល់ដោយខ្លួនឯងឆ្វេងយល់ដោយខ្លួនឯងញាតិញោមពេលនោះបើទោះជាព្រះសម្មាសម្ពុទ្ធសម្ដែងព្រះធម៌ក៏នាងស្ដាប់មិនបានដែរពេលព្រោះវាវង្វេងវង្វាន់វល់អស់ស្មារតីទៅហើយលែងដឹងមនុស្សស្លាប់លែងស្គាល់មនុស្សស្លាប់ទៅហើយវែងប៉ុណ្ណាទៀតអញ្ចឹងមានតែដកឃ្លាបន្តិចដើម្បីឲ្យនាងស្វាងស្មារតីត្រឡប់មកវិញនេះជាវិធីសាស្ត្ររបស់ព្រះពុទ្ធណា
ជាវិធីសាស្ត្រនៃការស្រោចស្រង់ជួយសង្គ្រោះសត្វលោកមិនមែនទៅដល់ភ្លាមសម្ដែងធម៌ភ្លាមទេមើលកាលនេះការលេននេះពាក្យហ្នឹងជាពាក្យពិតមានប្រយោជន៍ជាសម្ដីផ្អែមល្ហែមហើយក៏ដោយប៉ុន្តែមើលកាលដែរតើកាលហ្នឹងជាកាលគួសមនឹងសម្ដែងព្រះធម៌ប្រោនាងទេឬមួយក៏រងចាំបន្តិចសិនអញ្ចឹងណាបងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គស្គាល់កាលមើលកលៈទេសៈមើលពេលវេលាអញ្ចឹងដល់ពេលស្ដាប់អ្នកស្រុកគេនិយាយពន្យល់តាំងពីដើមភូមិរហូតដល់កណ្ដាលភូមិរហូតទៅដល់ចុងភូមិទៅបានភ្ញាក់ស្មារតីឡើងមកវិញគិតថាអូសត្វលោកមិនមែនស្លាប់តែកូនយើងទេកូនគេក៏ស្លាប់មនុស្សកើតឡើងត្រូវតែមានថ្ងៃស្លាប់ទៅវិញដូចគ្នាអញ្ចឹងទៅក៏បានយកសាកសពកូនទៅបញ្ចុះទៅរៀបចំទុកដាក់ស្រួលបួលហើយត្រឡប់មកជួបព្រះសម្មាសម្ពុទ្ធវិញពេលហ្នឹងនាងបានស្ដាប់នៅពេលដែលអារម្មណ៍ហ្នឹងវាស្ងប់អារម្មណ៍ហ្នឹងវាជ្រះថ្លារីករាយប្រៀបដូចជាសម្ពុតសស្អាតបោកគក់ហាលថ្ងៃស្ងួតហើយអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធជ្រលក់លាក់ជ្រលក់ពណ៌ទៅវាចាប់បានស្រួលណាព្រះអង្គសម្ដែងព្រះធម៌ទៅពេលដែលចិត្តរបស់នាងស្រស់ភ្លឺថ្លាពេលដែលចិត្តនាងស្ងប់អាចទទួលយកធម៌របស់ព្រះសម្មាសម្ពុទ្ធបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធចប់ទៅបានសម្រេចមគ្គផលហើយសូមព្រះអង្គបួសនាងកៃសាកោតមីហ្នឹងមិនវិលត្រឡប់ទៅផ្ទះវិញទេលាឪពុកម្ដាយលាស្វាមីប្តីនោះក៏ចិត្តល្អទៀតអាត្មាទៅសើប្រពន្ធថ្វាយអង្គម3ដងសុំបួសព្រមឲ្យទៅបួសយ៉ាងស្រួលញាតិញោមមើលកម្ររណាបងងាយរកបានទេណាទៅបួសទៅបានសម្រេចព្រះអរហត្តផលចុងក្រោយណាបងហ្នឹងពាក្យសម្ដីនិយាយត្រូវទៅតាមកាលនិយាយពាក្យពិតជាពាក្យសម្ដីទន់ភ្លន់សុភាពរាបសារពាក្យមានប្រយោជន៍អដ្ឋសញ្ញហេតេនៈពាក្យហ្នឹងពាក្យមានប្រយោជន៍ទៀតណាអ្វីត្បិតតែនិយាយបើសិនជាពាក្យហ្នឹងវាមិនមានប្រយោជន៍ទោះបីពាក្យពិតក៏ដោយក៏ព្រះពុទ្ធមិនសម្ដែងដែរញាតិញោមហ្នឹងតើពាក្យហ្នឹងពិតហើយមានប្រយោជន៍ទៀតព្រះពុទ្ធដឹងរឿងច្រើនណាស់រឿងប៉ុន្តែរឿងហ្នឹងវាអត់ប្រយោជន៍វាមានពិតនៅក្នុងលោកតែមិនមែនជាប្រយោជន៍ពាក្យហ្នឹងព្រះពុទ្ធអត់សម្ដែងយើងទៅសួរពីរឿងមេឃដីពីរឿងផ្កាយនៅក្នុងមេឃហ្នឹងមានប្រមាណម៉ឺនប្រមាណសែនប្រមាណលានព្រះពុទ្ធអត់សម្ដែងទេឃើញទេពីព្រោះវាមានពិតមែនព្រះអង្គទ្រង់ជ្រាបប៉ុន្តែវាអត់មានប្រយោជន៍អញ្ចឹងបានព្រះអង្គចូលទៅក្នុងព្រៃហែមពៀននៅក្រោមម្លប់ឈើមួយព្រះអង្គចាប់ស្លឹកឈើមកក្តាប់មកព្រះអង្គលាបង្ហាញព្រះអានន្ទមនីអានន្ទរវាងស្លឹកឈើនៅលើបាតដៃតថាគតហើយនឹងស្លឹកឈើនៅលើផែនដីតើខាងណាច្រើនជាងព្រះអានន្ទទូលថាបបិទ្ធព្រះអង្គស្លឹកឈើដែលនៅលើបាតដៃនៅក្នុងបាតប្រហោះរបស់ព្រះអង្គច្រើនតែបន្តិចបន្តួចទេឯស្លឹកឈើដែលជ្រុះរយរាយនៅលើផែនដីនឹងមានចំនួនច្រើនណាស់បានព្រះសម្មាសម្ពុទ្ធសម្ដែងថាមនីអានន្ទយ៉ាងណាមិញធម៌ដែលតថាគតត្រាស់ដឹងរឿងដែលតថាគតដឹងច្រើនណាស់ដូចជាស្លឹកឈើដែលជ្រុះនៅលើផែនដីឯធម៌ដែលតថាគតសម្ដែងបង្រៀនដល់អ្នកទាំងអស់គ្នាដូចជាស្លឹកឈើដែលនៅក្នុងបាតដៃតថាគតប៉ុន្តែមនាលអ្នកទាំងអស់គ្នារឿងដែលមានប្រយោជន៍រឿងពិតហើយមានប្រយោជន៍តែប៉ុណ្្នឹងតែអ្វីដែលតថាគតបានសម្ដែងប្រោសដល់អ្នកទាំងអស់គ្នាឯរឿងដទៃទៀតចាំបាច់ដឹងទេពីព្រោះវាជារឿងអត់ប្រយោជន៍នាំតែខាតពេលទេព្រះអង្គហៅថាអចិន្តយងរឿងដែលមិនគួរដឹងរឿងដែលមិនគួរគិតមិនចាំបាច់ដឹងនេះដឹងទៅក៏អត់មានប្រយោជន៍អីដែរអញ្ចឹងណាបងមួយទៀតសម្ដីនឹងត្រូវតាមកាលហើយនិយាយពាក្យពិតពាក្យសុផុនសុភាពរៀបសារទុនភ្លុននិយាយពាក្យមានប្រយោជន៍ហើយអ្នកសម្ដែងអ្នកពោលនឹងត្រូវនិយាយដោយទឹកចិត្តមេត្តាករុណាទៀតញាតិញោមល្អ
ព្រះអង្គសម្ដែងដោយទឹកចិត្តមេត្តាករុណាចង់ឲ្យគេស្ដាប់ទៅបានចេះបានដឹងបានយល់យកទៅអនុវត្តបានជាប្រយោជន៍ដោយបេះដូងគ្រូពេទ្យព្យាបាលអ្នកជំងឺក្នុងដួងចិត្តមេត្តាករុណាចង់ឲ្យអ្នកជំងឺនឹងបានជាមិនចឹងហ៎បងនឹងប្រកបដោយទឹកចិត្តមេត្តានឹងហៅថាអដ្ឋចរិយាណាអដ្ឋចរិយាហ្នឹងចង់មានន័យថាធ្វើខ្លួនឲ្យមានប្រយោជន៍សង្ឃហធម៌4ឥឡូវចប់ហើយព្រះធម៌អាត្មានិគមវចនៈមកវិញណាសំដែងព្រះធម៌ជូនជាធម្មទាននៅក្នុងវរោកាសនេះរយៈពេល1ម៉ោងជាង1ម៉ោង16នាទីបងឥឡូវចប់ហើយព្រះធម៌សូមសរុបអត្ថន័យខ្លឹមសារមកវិញគឺព្រះធម៌សំដែងអំពីទេវទូត4យ៉ាងដែលព្រះបរមតតឃើញគឺមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ដែលជាច្បាប់ធម្មជាតិដែលយើងទាំងអស់គ្នាគួរតែសិក្សាស្វែងយល់ដើម្បីអប់រំទូមានចិត្តកុំឲ្យចិត្តរបស់យើងនឹងមានសេចក្តីប្រមាទភ្លើតភ្លើនលងនឹងជីវិតលោកីនេះរហូតដល់ទៅលះបង់នៅអំពើល្អលះបង់នៅសេចក្តីល្អទី3គឺភេទទី4គឺភេទអ្នកបួសតំណាងឲ្យគុណធម៌តំណាងឲ្យសេចក្តីល្អមនុស្សទោះបីជាកើតមកត្រូវចាស់ត្រូវឈឺត្រូវស្លាប់អញ្ចឹងទៅតាមច្បាប់ធម្មជាតិប៉ុន្តែមនុស្សខុសពីសត្វត្រង់អំពើល្អត្រង់សេចក្តីល្អញាតិញោមមនុស្សយើងកើតមកចាស់ឈឺស្លាប់សត្វក៏កើតមកចាស់ឈឺស្លាប់ដូចគ្នាប៉ុន្តែមនុស្សខុសពីសត្វត្រង់ចំណុចអំពើល្អកុំស្លាប់ដូចពស់កុំរស់ដូចកង្កែបខ្មែរយើងណាបងសាងប្រយោជន៍សាងអំពើល្អទុកឲ្យមនុស្សចំនួនក្រោយដូចលោកវិជ្ជបណ្ឌិត B.R. Richner យ៉ាងឃើញទេកើតមកចាស់ឈឺស្លាប់ដូចតែយើងដូចតែគេអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺលោកបានបរិច្ចាគបានលះបង់ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិដែលចម្រើនពរហើយចុងក្រោយបានលើកយកនៅសង្ឃវត្ថុ4យ៉ាងទី1គឺការបរិច្ចាគទានទី2ការពោលសម្ដីមានប្រយោជន៍សម្ដីពីរោះដែលប្រកបដោយអង្គ5និយាយក្នុងកាលដ៏គួរនិយាយពាក្យពិតពាក្យសុភាពរាបសារទន់ភ្លន់និយាយពាក្យមានប្រយោជន៍ហើយនិយាយប្រកបដោយទឹកចិត្តមេត្តាករុណាទី3អដ្ឋចរិយាធ្វើខ្លួនឲ្យមានប្រយោជន៍ទី4សមាណត្តតាប្រព្រឹត្តខ្លួនស្មើមិនមានការរើសអើងមិនមានការប្រមាថមើលងាយគ្នាធម៌ទាំង4ប្រការនេះព្រះសម្មាសម្ពុទ្ធសម្ដែងអប់រំឲ្យបរិស័ទប្រុសស្រីយកទៅសង្គ្រោះគ្នាទៅវិញទៅមកដើម្បីជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនក្នុងបច្ចុប្បន្នរហូតតទៅប្រៈលោកចម្រើនពរសូមអនុមោទនាអនុមោទនាបុណ្យសូមអ្នកគ្រូលោកវិជ្ជបណ្ឌិតសាស្ត្រាចារ្យភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យឧទ្ទិសកុសលផលបុណ្យកុសលផលទានជូនលោកគ្រូពេទ្យវិជ្ជបណ្ឌិត B.R. Richner សូមបានប្រកបដោយអាយុវណ្ណៈសុខៈពលៈបដិភានៈកំបីគ្លៀងគ្លាឡើយហើយសូមឧទ្ទិសបុណ្យឧទ្ទិសកុសលជូនលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត B.R. Richner ដោយអំណាចបុណ្យកុសលដែលសហការីបុគ្គលិកមន្ទីរពេទ្យគុណធបុប្ផាហើយនឹងប្រជាពលរដ្ឋខ្មែរដែលបានគោរពស្រឡាញ់លោកធ្វើបុណ្យឧទ្ទិសកុសលជូនលោកសូមលោកបានទទួលអនុមោទនាហើយទៅកាន់ទីបរមសុខទៅកាន់សុគតិភពសោយនៅសម្បត្តិទឹកទាំងឡាយជាភយោភាពតរៀងទៅសូមអនុមោទនាអនុមោទនាបុណ្យការសម្ដែងព្រះធម៌នៅក្នុងវេលាល្ងាចនេះល្មមសំវាំងសាធុសាធុសាធុព្រះសធម៌ឯណាជាធម៌ប្រកបដោយអង្គជាកន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញាងជនដែលប្រា
ពិតលោកម្ចាស់ដ៏ចម្រើនថ្ងៃនេះលោកនាយកព្រមទាំងសហការីនិងសាធុសប្បុរសប្រុសស្រីលោកយាយលោកតាទាំងអស់មានសេចក្តីជ្រះថ្លានៅក្នុងពធម៌វិសិទ្ធទេសនាបានរៀបចំចាត់ចែងនៅបច្ច័យមានចំនួន90,4,000 ប្រាក់ដុល្លារមានចំនួន$33ក៏ពិតលោកម្ចាស់ដ៏ចម្រើនអខ្ញុំព្រះអង្គសូមបវារណាជាបច្ច័យ4មានចេញវរៈបច្ច័យ1បដិបាតបច្ច័យ1សេនាសនៈបច្ច័យ1និងវិលានវិជ្ជាបច្ច័យ1បច្ច័យទាំងឡាយ4នេះសូមទានព្រះមេត្តានិមន្តប្រើប្រាស់តាមពុទ្ធនិញ្ញាទដើម្បីសម្រាប់ជាបុណ្យកុសលដល់លោកសាស្ត្រាចារ្យវេអានិជ្នសូមឲ្យលោកបានត្រេកអរចេះថ្លានៅកងការមហាកុសលថ្នាក់ធម្មទាននេះសូមឲ្យលោកបានទៅសោយសុខសម្បត្តិសួគ៌ទេវលោកកុំបីអខានឡើយសូមអនុមោទនាសូមអនុមោទនាធម្មទានលោកនាយកអាត្មាភាពសូមជ្រះថ្លាត្រេកអរអនុមោទនាចំពោះកុសលចិត្តកុសលចេតនារបស់បុគ្គលិកណាលោកនាយកមន្ទីរពេទ្យគុណធៈបុប្ផាលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យទាំងអស់បុគ្គលិកសហការីទាំងអស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានត្រង់ត្រាប់ស្ដាប់ព្រះធម៌ដោយសេចក្តីគោរពដោយយកចិត្តទុកដាក់ឲ្យបានបូជាបច្ច័យព្រះធម៌ទេសនាអាត្មាភាពសូមត្រេកអរអនុមោទនាឲ្យសូមបង្វែរបច្ច័យទាំងអស់នេះចូលក្នុងជាបណ្ឌិត B.R. Richner ទាំងអស់សូមលោកនាយកទទួលដោយសេចក្តីរីករាយសេចក្តីអនុគ្រោះណាព្រោះដើម្បីជាប្រយោជន៍ក្នុងពិធីបុណ្យសូមជូនបុណ្យកុសលដល់លោកគ្រូអ្នកគ្រូលោកសាស្ត្រាចារ្យបានត្រង់ត្រាប់ស្ដាប់ពធហើយបានបូជាបច្ច័យនេះសូមទទួលបាននៅពុទ្ធពរគឺអាយុវណ្ណៈសុខៈពលៈបដិភាណៈទាំងអស់សូមអនុមោទនា